ឈុតរៀបការនេះជាងដេនៅភូមិគ្រីស្ចិនគូកុងចំណាយពេលកន្លះឆ្នាំដើម្បីដេវាប៉ុន្តែមានអ្វីមិនត្រឹមត្រូវមែនទេអ្នកនាងស្លៀកទៅស្អាតណាស់លោកម្ចាស់វ័យក្មេងសឹមឃើញហើយច្បាស់ជាដកភ្នែកមិនរួចឡើយសឹមយានអ្នកមើលទៅតើឈុតរៀបការនេះស្អាតទេស្អាតគឺស្អាតហើយកុំអាខ្វល់ពីរឿងនេះអីលើករបស់មកតើនេះមានន័យយ៉ាងម៉េចអាជីកាពីម្សិលមិញពេលឯងសាក់ឈុតរៀបការសៅសៅបានឃើញហើយគាត់ត្រឡប់ទៅវិញយំពេញមួយយប់នឹកឃើញដល់ការដែលគាត់រៀបការកាលពីមុនដូច្នេះហើយតាំងពីសៅសៅនៅមេម៉ាយកាន់ទុកឲ្យបងប្រុសមកភូមិគ្រីហៅហ្វូមិនដែលប្រើពណ៌ក្រហមទៀតឡើយពណ៌ផ្កាឈូកក៏ជាពណ៌ក្រហមដែរអូនស្លៀកឈុតនេះរៀបការទៅក៏នៅតែជាភរិយារបស់ស៊ឺជឿនៃភូមិគ្រីឆាំងនីងហូដដែលពណ៌ផ្កាឈូកក៏ជាពណ៌ក្រហមដែរចុះតំណែងស៊ឺជឿនៅភូមិគ្រីឆាំងនីងហូវិញអ្នកណាក្នុងត្រកូលសឹមធ្វើក៏ដូចតែគ្នាដែរឯងជាកូនប្រុសច្បងរបស់ភូមិគ្រីគួរតែមានចិត្តទូលាយមិនបាច់ប្រកល់តំណែងស៊ឺជឿឲ្យអ្នកផ្សេងទៅអាជីកុំមករករឿងឥតន័យអីនេះជាឈុតដែលបងឲ្យគេដេឲ្យអូនពេញមួយយប់សាក់មើលទៅថាចូលចិត្តទេភរិយារបស់ស៊ឺជឿឆាំងនីងហូស្លៀកឈុតរៀបការពណ៌ផ្កាឈូកចូលភូមិគ្រីច្បាប់ទម្លាប់ភូមិគ្រីឆាំងនីងហូរបស់ពួកលោកពិតជាប្លែកមែនម្សិលមិញលោកយកលេសវាស់ទំហំឲ្យគេយកមកកត់ហងនិងឈុតហ្វុងគួនសៀវភៅរបស់ខ្ញុំទៅថ្ងៃនេះបែរជាលើករបស់នេះមកវិញតើក្នុងគោលបំណងអ្វីអាជីសៅសៅមិនងាយស្រួលទេបងប្រុសបានស្លាប់បាត់ទៅហើយគាត់នៅម្នាក់ឯងក្នុងបន្ទប់ទេគួរឲ្យអាណិតណាស់ហេតុអ្វីអូនត្រូវស្លៀកពណ៌ក្រហមឆ្អៅធ្វើឲ្យគាត់ជាចាប់ធ្វើអ្វីចាក់ដោតបេះដូងគាត់ធ្វើអីគាត់គួរឲ្យអាណិតខ្ញុំគួរតែទទួលរងការប្រមាថបែបនេះមែនទេមនុស្សស្រីម្នាក់ក្នុងមួយជីវិតរៀបការបានតែម្ដងគត់ឈុតរៀបការពណ៌ក្រហមឆ្អៅជាសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជាកូនស្រីច្បងភូមិគ្រីស្ចិនកិត្តិយសនិងជាភរិយាស្របច្បាប់នៃភូមិគ្រីឆាំងនីងហូសូម្បីតែកិត្តិយសជាមូលដ្ឋាននេះក៏លោកមិនព្រមផ្ដល់ឲ្យខ្ញុំដែរមិនថាអូនស្លៀកពណ៌អ្វីរៀបការចូលភូមិគ្រីទេមនុស្សពេញទីក្រុងស៊ូដឹងហើយថាអូនជាភរិយាស្របច្បាប់របស់បងទទួលស្គាល់អូនជាភរិយាដើមហេតុអ្វីអូនត្រូវប្រកាន់នឹងរឿងបន្តិចបន្តួចនេះធ្វើអ្វីរឿងតូចតាចសោះរឿងតូចតាចក្នុងភ្នែកលោកមែនទេរឿងសំខាន់បំផុតតែម្ដងគត់ក្នុងជីវិតខ្ញុំសេចក្តីថ្លៃថ្នូររបស់ខ្ញុំបែរជារឿងតូចតាចសម្រាប់លោកទៅវិញចុះលោកប្រាប់ខ្ញុំមើល2ឆ្នាំមកនេះមិនថាពិធីជប់លៀងតូចធំក្នុងក្រុងស៊ូតើលើកណាខ្លះតែគាត់អវត្តមានហើយលើកណាដែលគាត់មិនស្លៀកពណ៌ក្រហមនោះវាជារឿងពីមុនទេឥឡូវនេះសៅសៅពិតជាមិនអាចឃើញពណ៌ក្រហមបានមែនហេតុអ្វីអូនចាំបាច់ត្រូវតែដេញដល់រឿងពីមុនមិនលែងចឹងរឿងពីមុនមែនទេនោះវាជារឿងកាលពីខែមុនសោះកាលពីខែមុនពេលគាត់ស្លៀកសំពត់ក្រហមមិនឃើញគាត់និយាយថាគាត់មិនអាចមើលពណ៌ក្រហមផងពេលវេលាកន្លងទៅ2ឆ្នាំគាត់ស្លៀកសំពត់ក្រហមចូលរួមកម្មវិធីរាល់ឆ្នាំយ៉ាងស្រស់ឆើតឆាយក្នុងពិធីជប់លៀងហេតុអ្វីចំពេលខ្ញុំរៀបការគាត់បែរជាមើលពណ៌ក្រហមមិនបានទៅវិញលោកម្ចាស់សឹមលោកធ្វើបែបនេះវាជ្រុលពេកហើយមានដែលឃើញភរិយាដើមដែលរៀបការពេញច្បាប់ប្រើពណ៌ផ្កាឈូកពីអង្ការនេះច្បាស់ជាពណ៌ដែលប្រើសម្រាប់តែអ្នកបម្រើដែលយកជាប្រពន្ធប៉ុណ្ណោះត្រូវហើយនេះគឺលោកកំពុងតែប្រមាថអាជីចំតែម្ដងនាងគឺជាកូនស្រីច្បងដ៏ខ្ពង់ខ្ពស់របស់ភូមិគ្រីស្ចិនគូកុងពួកលោកភូមិគ្រីស្ចាំងនីងហៅហ៊ានមើលងាយដល់ថ្នាក់នេះផងមែនទេស្មានថាភូមិគ្រីស្ចិនគូកុងគ្មានមនុស្សមែនទេនេះជារឿងផ្ទៃក្នុងភូមិគ្រីស្របស់យើងតើវាពាក់ព័ន្ធអ្វីនឹងពួកនាងកុំមកចេះដឹងរឿងគេនៅទីនេះឈិនរូសៀវមើលពណ៌ក្រហមមិនបានមែនទេមិនក៏ខ្ញុំមិនជឿចឹងពិធីជប់លៀងមើលផ្កាកាលពីខែមុនឈុតសម្ពុតត្បូងទឹមដែលនាងស្លៀកមិនមែនជាពណ៌ក្រហមឆ្អៅទេអីប្រហែលជាសៅសៅមេម៉ាយម្នាក់នេះចង់ស្លៀកក្រហមតែម្នាក់ឯងហើយមិនឲ្យអ្នកផ្សេងស្លៀកជាដាច់ខាតអាជីអូនមិនទាន់ទាំងចូលផ្ទះគេផងក៏ត្រូវរងការប្រមាថបែបនេះបាត់ទៅហើយចុះបើបានចូលភូមិគ្រីគេមែនតើនឹងទៅជាយ៉ាងណាទៀតអ្នកណាមិនដឹងថាឥឡូវនេះភូមិគ្រីឆាំងនីងហៅគឺលោកស្រីធំជាអ្នកកាន់កាប់លោកម្ចាស់សឹមបើលោកមិនចង់រៀបការទេក៏និយាយមកឲ្យត្រង់មកមិនបាច់ប្រើវិធីថោកទាបបែបនេះមកប្រមាថគេទេអាជីរបស់យើងមិនខ្វះអ្នកចង់ការជាមួយទេយូទេសឹមយានមិនមែនមានតែខ្ញុំម្នាក់ទេដែលគិតបែបនេះនេះជាអ្វីដែលមនុស្សគ្រប់គ្នាពេញទីក្រុងគេគិតពួកស្រីដូចជាពួកនាងដឹងរឿងអីខ្លះនេះជារឿងក្នុងគ្រួសារឆាំងនីងហៅរបស់យើងមិនដល់វេនពួកនាងមកចង្អុលបង្ហាញទេរឿងគ្រួសារលោកមែនទេខ្ញុំមិនកំដរទៀតទេលោកម្ចាស់ស៊ឺជឿសូមយករបស់អាក្រក់ទាំងនេះត្រឡប់ទៅវិញចុះប្រាប់ទៅអាជីនឹងមិនស្លៀកឈុតថោកទាបសម្រាប់ប្រពន្ធចុងនេះជាដាច់ខាតអាជីអូនយល់ច្រឡំហើយបងពិតជាមិនមានបំណងប្រមាថអូនទេសៅសៅគាត់ពិតជាពិបាកចិត្តណាស់គាត់នៅម្នាក់ឯងកំព្រាគ្មានទីពឹងរាងកាយក៏ទន់ខ្សោយទៀតហេតុអ្វីអូនត្រូវបង្ខំគាត់ដល់ថ្នាក់នេះប្រើសម្ដីអាក្រក់ទាំងនេះទៅចាក់ដោតបេះដូងគាត់ធ្វើអីខ្ញុំចាក់ដោតបេះដូងគាត់មែនទេសឹមយានលោកមើលឲ្យច្បាស់គឺពួកលោកទេដែលយកឈុតរៀបការពណ៌ផ្កាឈូកមកចាក់ដោតបេះដូងខ្ញុំមុនពណ៌ផ្កាឈូកក៏ជាពណ៌ក្រហមដែរហេតុអ្វីអូនត្រូវប្រកាន់ច្រើនម្ល៉េះអូនជាកូនស្រីច្បងភូមិគ្រីស្ចិនគូកុងរៀនសូត្របានខ្ពង់ខ្ពស់តាំងពីតូចតែគ្មានសម្ដីតែចិត្តទូលាយអត់អន់ឲ្យគេបន្តិចទេមែនទេទៅថ្ងៃមុខតាធ្វើជាមេគ្រួសារភូមិគ្រីហៅហ្វូយ៉ាងម៉េចទៅសឹមយានបិទមាត់ទៅអ្នកនាងធំលោកស្រីធំនៃភូមិគ្រីឆាំងនីងហៅបានមកដល់ហើយគាត់ថាចង់ជួបលោកម្ចាស់ស៊ឺជឿនឹងអ្នកនាង
យានឡើងហេតុអ្វីប្អូនល្ងងបែបនេះយានឡើងពិតជាពាក្យហើយដែលស្និទ្ធស្នាលណាស់តានេះសំជាចរិតមាយាទរបស់សៅសៅមេម៉ាយដែលកំពុងកាន់ទុកដែរទេគេថាមកពីខ្ញុំជាមនុស្សមិនល្អទើបធ្វើឲ្យខូចរឿងការដ៏ល្អរបស់ពួកប្អូនបើឲ្យបងត្រឡប់ទៅវិញតើឲ្យបងទៅនិយាយជាមួយលោកឪពុកម្ដាយក្មេកយ៉ាងម៉េចបងស្លាប់ទៅវិញប្រសើរជាងប្អូនស្រីកុំបន្ទោសយានឡើងអីគាត់គ្រាន់តែអាណិតបងដែលជាសៅសៅវាសនាអាក្រក់ម្នាក់នេះប៉ុណ្ណោះប្អូនស្រីគិតដល់មុខបងបន្តិចទៅអត់អន់ឲ្យគាត់ម្ដងនេះទៅបានទេបងមើលខ្លួនឯងចុះភ្នែកយំរហូតហើមអស់ហើយរាងកាយក៏ទន់ខ្សោយបែបនេះទៀតមិនព្រមសម្រាប់ឲ្យស្រួលបួរក្នុងភូមិគ្រឹះទេតាមមកដល់ទីនេះធ្វើអ្វីទាំងឆ្ងាយបែបនេះបើត្រូវខ្យល់ហើយឈឺតើនឹងត្រូវយ៉ាងណាបងខ្លាចប្អូនពិបាកចិត្តនៅកណ្ដាលហើយក៏ខ្លាចប្អូនស្រីត្រកូលស៊ីយោច្រឡំលើពួកយើងដែរហើយយានឡើងខ្ញុំទើបតែដឹងទេថាភូមិគ្រឹះឆាំងនីងហៅរបស់ពួកលោកមានច្បាប់ទម្លាប់ចម្លែកបែបនេះសៅសៅមេម៉ាយដែលទទួលបានគ្រឿងឥស្សរិយសម្រាប់អ្នកកាន់ទុកល្អបែរជាហ៊ាននៅចំពោះមុខមនុស្សម្នាជាច្រើនហើយឈ្មោះហៅក្រៃរបស់ប្អូនថ្លៃហើយយ៉ាងស្និទ្ធស្នាលបែបនេះទៅវិញបងមិនបានតាំងចិត្តទេគ្រាន់តែមួយផ្លែតប៉ុណ្ណោះតាមពិតប្អូនថ្លៃអាណិតសៅសៅមេម៉ាយអាណិតដល់ថ្នាក់ឲ្យភរិយាដើមដែលមិនទាន់ចូលផ្ទះស្លៀកឈុតរៀបការពណ៌ផ្កាឈូកសម្រាប់ប្រពន្ធចុងរឿងចម្លែកបែបនេះខ្ញុំស៊ីជាយូរមកដល់អាយុ18ឆ្នាំហើយពិតជាមិនដែលឮតតែសោះរឿងនេះបើដល់ខាងក្រៅទៅគេនឹងគិតថាទំនាក់ទំនងប្អូនថ្លៃនឹងសៅសៅត្រូវហើយលោកស្រីឈិនកាលពីមុនតែងតែអួតថាខ្លួនឯងស្អាតស្អំបរិសុទ្ធដូចត្បូងមិនដែលតាក់ទងសូម្បីតែសម្ដីមួយម៉ាត់ជាមួយបរិសុទ្ធខាងក្រៅមែនទេចុះហេតុអ្វីថ្ងៃនេះហៅលោកប្រុសសឹមស្និទ្ធស្នាលម្លេះពិតមែនតើមើលកាយវិការទុនល្វើយនោះទៅស្ទើរតែផ្អែកចូលក្នុងទ្រូងលោកម្ចាស់សឹមទៅហើយបើអ្នកមិនដឹងទេមិនមែនបែបនេះទេប្អូនស្រីកុំនិយាយផ្ដេសផ្ដាសអីពួកអញធ្វើបែបនេះនឹងធ្វើឲ្យបងស្លាប់មិនខានបានហើយស៊ីជីយូកុំមើងងាយគេហួសហេតុពេកស៊ីជីយូនេះគឺជាល្បិចរបស់នាងមែនទេដើម្បីបង្ហាញការមិនពេញចិត្តបែរជាឲ្យមនុស្សទាំងនេះមកប្រមាថរសៀវនៅទីនេះមែនទេយានឡើងកុំបន្ទោសអ្នកនាងស៊ីអីគឺមកពីបងទាំងអស់ខ្ញុំប្រមាថគាត់មែនទេសឹមយានសមត្ថភាពបង្វែរកំហុសមកលើខ្ញុំរបស់លោកពិតជាធ្វើឲ្យខ្ញុំបាក់ភ្នែកធំមែនពួកលោកលួចយកមកកដហងនិងឈុតហ្វុងគួនសៀផៅដែលស្ដេចប្រទានឲ្យខ្ញុំទៅហើយបដូរយកឈុតរៀបការពណ៌ផ្កាឈូកមកឲ្យខ្ញុំធ្វើបាបចិត្តខ្ញុំឥឡូវបែរជាខ្លាចជាកំហុសរបស់ខ្ញុំទៅវិញមែនទេគាត់មើលពណ៌ក្រហមឆ្អៅមិនបានវានឹងធ្វើឲ្យគាត់ជិះចាប់នាងមិនអាចយកចិត្តគាត់បញ្ចុះបញ្ចូលគាត់បន្តិចមិនបានទេអីហេតុអីទៅគ្រាន់តែគាត់ស្លាប់ប្តីមនុស្សពេញពិភពលោកត្រូវតែបង្វិលជុំវិញគាត់មែនទេខ្ញុំជាកូនស្រីច្បងភូមិគ្រឹះចិនគូកងដែលមានរាជសាររៀបការពីស្ដេចលោកឲ្យខ្ញុំស្លៀកឈុតពណ៌ផ្កាឈូកសម្រាប់ប្រពន្ធចុងរៀបការចូលតើលោកកំពុងតែកំភ្លៀងភូមិគ្រឹះចិនគូកងរបស់ខ្ញុំមែនទេឬមួយលោកកំពុងតែកំភ្លៀងរាជវង្សអ្នកនាងសៀសុំកុំខឹងអីរុស្ស៊ីពិតជាគ្មានបំណងបែបនេះឡើយបើអ្នកនាងសៀមិនអាចទទួលយកបងបានទេរុស្ស៊ីនឹងកោសក់ទៅបួសជាដូនជីខ្ញុំប្រាប់នាងទៅចុះរុស្ស៊ីរៀបការចូលភូមិគ្រឹះមុននាងភូមិគ្រឹះហៅហ្វូរបស់យើងលើកដំកើងគាត់ជាធំទោះបីថ្ងៃមុខនាងជាភរិយាស៊ឺជឿក៏ដោយល្អណាស់ភូមិគ្រឹះហៅហ្វូលើកដំកើងគាត់ជាធំមែនទេ3ថ្ងៃទៀតថ្ងៃរៀបការនាងអាចស្លៀកតែឈុតពណ៌ផ្កាឈូកនេះចូលភូមិគ្រឹះតែប៉ុណ្ណោះភរិយាត្រូវយកស្វាមីជាធំនេះជាច្បាប់ទម្លាប់ស្ត្រីនាងគួរតែរៀនឲ្យបានឆាប់ពីរបៀបធ្វើជាកូនប្រសាតកោសឹមទៅយានឡើងគុំនិយាយទៀតអីទោះជាយ៉ាងណាអ្នកនាងស៊ីគឺជាកូនស្រីអភិជនពួកយើងទៅវិញទៅអាជីសឹមយាននេះមើងងាយគេជ្រុលពេកហើយរឿងនេះបើទៅខាងក្រៅគេឈ្មោះរបស់ឯងនឹងត្រូវវិនិច្ឆ័យមិនខានចិត្តអត់អន់ខ្ញុំពិតជាមានគ្រាន់តែមិនដឹងថាសឹមយានម្នាក់នេះមានវាសនាបានទទួលទេសោយសុកទៅចុះកងការពីណៃណាទៅស៊ើបប្រវត្តិភូមិគ្រឹះឆាំងនីងហៅឲ្យអស់រឿងគ្រប់យ៉ាងមិនថាធំឬតូចខ្ញុំត្រូវដឹងឲ្យអស់ទទួលបញ្ជាលោកម្ចាស់តូចអាជីឯងមិនត្រូវស្លៀកឈុតរៀបការនោះជាដាច់ខាតណាពណ៌ផ្កាឈូកនោះច្បាស់ជាឈុតសម្រាប់ប្រពន្ធចុងហើយបើឯងស្លៀកវាពីភរិយាដើមដ៏ខ្ពង់ខ្ពស់ខ្លាចជាប្រពន្ធចុងបាត់ទៅហើយត្រូវហើយសឹមយាននិងសៅសៅមេម៉ាយឈិនរុស្ស៊ីវនោះពិតជាមានចិត្តណាមែនពួកគេមិនដែលទុកឯងជាកូនស្រីច្បងភូមិគ្រឹះចិនគូកុងក្នុងភ្នែកឡើយពួកគេចង់ជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់ឯងតែម្ដងពួកឯងនិយាយត្រូវហើយពួកគេធ្វើការប្រមាថបែបនេះគឺគ្រាន់តែចង់បង្ក្រាបខ្ញុំតាំងពីដំបូងដើម្បីឲ្យខ្ញុំទៅថ្ងៃមុខក្នុងភូមិគ្រឹះត្រូវបណ្ដោយតាមពួកគេចង់សង្កត់តាមចិត្តមែនទេចុះឯងត្រៀមខ្លួនធ្វើយ៉ាងម៉េចលោកឪពុកនិងអ្នកម្ដាយកំពុងនៅព្រំដែននៅឡើយក្នុងក្រុងស៊ូពេលនេះតើមានអ្នកណាអាចជួយឯងបានកូនស្រីភូមិគ្រឹះចិនគូកុងរបស់ខ្ញុំតាំងពីអង្ការមកដែលត្រូវរងចាំដង្ហើមអ្នកអតីតដើម្បីរស់ខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយពួកឯងកុំបារម្ភអីខ្ញុំនឹងមិនឲ្យពួកគេសម្រេចបំណងឡើយស្ដេចប្រទានការរៀបការតាមពិតគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់សឹមយានគ្រាន់តែអង្គថាលោកឪពុកអ្នកម្ដាយនៅព្រំដែនមិនទាន់ត្រឡប់មកវិញស្មានថាខ្ញុំស៊ីជាយូគ្មានអ្នកជួយបង្អែកទើបហ៊ានមកជន់ឈ្លេខ្ញុំបែបនេះ
ក្នុងការដែលគេគ្មានគុណធម៌មុនក៏កុំបន្ទោសថាខ្ញុំគ្មានចិត្តមេត្តាដែរតំណែងភរិយាស៊ឺជឿនេះខ្ញុំក៏មិនមែនថាត្រូវតែយកឲ្យបាននោះដែរឈិងដៃរៀបចំប្រទេសខ្ញុំចង់ចូលវាំងអ្នកនាងពេលនេះយប់ហើយស្ដេចយាងចូលបន្ទំអស់ហើយបើមិនមែនជារឿងយោធាប្រញាប់បំផុតទេការចូលវាំងពេលយប់គឺជាទោសធ្ងន់ណាស់ណាគឺត្រូវតែទៅពេលនេះហើយរឿងកាន់តែធំកាន់តែល្អមហេសីដែលជាអ្នកមីងស្រឡាញ់ខ្ញុំបំផុតគាត់ច្បាស់ជាជួយរកយុទ្ធធម៌ឲ្យខ្ញុំមិនខានសឹមយានលោកស្មានថាខ្លួនឯងអាចគ្រប់គ្រងមេឃបានតែម្នាក់ឯងមែនទេក្នុងការដែលលោកហ៊ានយកឈុតពណ៌ផ្កាឈូកមកប្រមាថខ្ញុំក៏ហ៊ានធ្វើឲ្យតំណែងស៊ឺជឿរបស់លោកមកដល់ទីបញ្ចប់ដែរត្រាប់ទូព្រះមហេសីអ្នកនាងត្រកូលស៊ីពីភូមិបានដាក់សញ្ញាសុំចូលជួបនៅមុខទ្វារវាំងអាជីយប់ដល់ថ្នាក់នេះហើយហេតុអ្វីនាងមកវិញប្រញាប់នាំនាងចូលមកមហេសីសូមជួយរកយុទ្ធធម៌ឲ្យអាជីផងអូអាជីដ៏ល្អរបស់មីងប្រញាប់ងើបឡើងកំរាលអត់វាត្រជាក់មានរឿងអីនិយាយគ្នាសិនមកនៅក្នុងក្រុងស៊ូនេះតើអ្នកណាមានថ្លើមធំហ៊ានមកធ្វើបាបឯងអ្នកមីងមើលចុះនេះគឺជាឈុតរៀបការដែលសឹមយានរៀបចំឲ្យអាជីឈុតរៀបការពណ៌ផ្កាឈូកមែនទេតើភូមិគ្រឹះឆាងនីងហៅមានន័យយ៉ាងម៉េចរៀបការប្រពន្ធចុងមែនទេសឹមយាននិយាយថាសៅសៅមេម៉ាយឈិនរុសៀវរបស់គាត់មើលពណ៌ក្រហមឆ្អៅមិនបានខ្លាចប៉ះពាល់ដល់អារម្មណ៍ជីចាប់ក៏បង្ខំឲ្យខ្ញុំស្លៀកឈុតនេះចូលភូមិគ្រឹះក្នុងភូមិគ្រឹះទាំងមូលត្រូវលើកតម្កើងឈិនរុសៀវជាធំបន្ទាប់ពីខ្ញុំចូលទៅក៏ត្រូវបន្ទាបខ្លួនគ្រប់រឿងត្រូវស្ដាប់តាមបញ្ជាគេគ្រប់យ៉ាងពិតជាមិនសមហេតុផលតតែសោះវាពិតជាមើលងាយគ្នាហួសហេតុពេកហើយគេហ៊ានមើលងាយកូនស្រីច្បងភូមិគ្រឹះចិនគូកុងដែលមានរាជសាររៀបការពីស្ដេចដល់ថ្នាក់នេះមែនទេនេះមិនមែនកំពុងតែកំភ្លៀងត្រកូលស៊ីរបស់ឯងទេតែនេះច្បាស់ជាកំពុងតែកំភ្លៀងមីងកំពុងតែកំភ្លៀងព្រះមហាក្សត្រអ្នកមីងក្នុងកាលដែរសឹមយានក្នុងចិត្តក្នុងថ្លើមគិតតែពីសៅសៅដ៏ល្អរបស់គេសូម្បីតែច្បាប់ពីនៃសិលធម៌ក៏គេមិនខ្វល់អញ្ចឹងខ្ញុំមិនរៀបការជាមួយគេទៀតទេអាជីការរៀបការដែលស្ដេចប្រទានឲ្យតាចេះតែចង់ដកវិញគឺដកបានមែនទេបើដកការរៀបការតើកិត្តិយសរបស់ឯងមិនត្រូវខូចខាតអស់ទេអីអ្នកមីងក្នុងរាជសារគ្រាន់តែសរសេរថាប្រទានការរៀបការឲ្យអាជីជាមួយភូមិគ្រឹះឆាងនីងហៅតែមិនបានបញ្ជាក់ថាត្រូវតែរៀបការជាមួយសឹមយានឯណានៃរបស់ឯងគឺទោះយ៉ាងណាក៏ជាមនុស្សត្រកូលសឹមដែរបដូរមនុស្សរៀបការគឺបានហើយមែនទេកូនប្រុសទី3ត្រកូលសឹមទៀងពេជ្រជាងជន់សឹមហ៊ួនមានស្នាដៃសឹកដ៏អស្ចារ្យជាមនុស្សទៀងត្រង់យុត្តិធម៌ល្អជាងសឹមយាននោះរាប់រយដងឯណោះអាជីសូមអ្នកមីងជួយសម្រេចឲ្យផងបដូរទៅរៀបការជាមួយសឹមហ៊ួនវិញល្អមីងក៏ចង់ដឹងដែរថាភូមិគ្រឹះឆាងនីងហូនឹងដោះស្រាយយ៉ាងណាមកនេះយកបញ្ជារបស់យើងទៅហើយទីងពេជ្រជាងជន់សឹមហ៊ួនចូលវាំងជួបយើងភ្លាមទូបង្គំទទួលព្រះរាជបញ្ជាលោកម្ចាស់ស៊ឺជឺមិនស្រួលហើយលោកស្រីធំគាត់កាត់រឿងហើយតើមានរឿងអីរូហៀវតើកាត់អីយានឡាងគុំទៅអីសៅភ្ញាក់ឡើងខ្ញុំនៅទីនេះខ្ញុំមិនទៅណាទាំងអស់នៅភ្លីភ្លើធ្វើអីទៀតប្រញាប់ទៅរកគ្រូពេទ្យមកបើលោកស្រីធំមានបញ្ហាអីខ្ញុំនឹងឲ្យពួកឯងមកតាមទាំងអស់ចាស់ខ្ញុំម្ចាស់នឹងទៅភ្លាមលោកម្ចាស់ស៊ឺជឺលោកម្ចាស់របស់ខ្ញុំឲ្យពេលវេលាល្អនឹងមកដល់ក្នុងពេលបន្តិចទៀតនេះហើយក្បួនដង្ហែចាំនៅខាងមុខទ្វារធំអស់ហើយលោកម្ចាស់ត្រូវចេញដំណើរទៅភូមិគ្រឹះចិនគូកុងទទួលកូនក្រមុំហើយណាឆោឡោធ្វើអីមិនឃើញទេអីថាលោកស្រីធំកំពុងជឿធ្ងន់បែបនេះតើនេះជាពេលត្រូវទៅទទួលកូនក្រមុំមែនទេប៉ុន្តែលោកម្ចាស់ស៊ឺជឺនេះគឺជាការរៀបការដែលស្ដេចប្រទានឲ្យណាខាងភូមិគ្រឹះចិនគូកុងមិនអាចបង្អង់យូរបានទេបើខកខានពេលវេលាល្អភូមិគ្រឹះរបស់យើងនឹងត្រូវរងទោសជាមិនខានមិនខកខានទេទោះយ៉ាងណាស៊ីជឺយូរថ្ងៃនេះត្រូវតែរៀបការចូលទ្វារត្រកូលសឹមរបស់យើងឲ្យបានយានឡើងទៅចុះកុំមកបារម្ភពីបងអីមិនទេខ្ញុំមិនទៅទេបើខ្ញុំទៅតើអ្នកណានៅមើលថែបងខ្ញុំមិនទុកបងចោលនៅពេលនេះជាដាច់ខាតទៅហៅប្អូនទី3សឹមហ៊ួនមកឲ្យវាស្លៀកឈុតមង្គលការទៅទទួលកូនក្រមុំជំនួសខ្ញុំទៅគឺសេជឺតាហេតុអ្វីក៏ស្ដាយម្លេះកូនកំឡោះឯណាមានហេតុផលមកពាក់មុខទាហានបែបនេះនេះតើឲ្យភូមិគ្រឹះចឹងគួយគង់ទុកមុខនៃណាទៅខ្ញុំឲ្យអញទៅអញត្រូវតែទៅក្រៅពីនៅលីវហើយថែមទាំងដេញចេញទៀតអ្នកប្រុស3មិនស្រួលហើយលោកស្រីធំស្រាប់តែធ្លាក់ខ្លួនជឿធ្ងន់សន្លប់បាត់ស្មារតីសេចក្ដីកំពុងនៅមើលថែនៅក្បែរក្រែគាត់ចេញមកមិនរួចទេគាត់ឲ្យលោកទៅទទួលកូនក្រមុំជំនួសគាត់ដឹងហើយអេអ្នកជីសេះមិនមែនជាសេចជីចាងនៀនហ៊ូទេតែគូជាមេតបតឹងពេសេនហ៊ុនតាលាថាសេចជីឈឺក៏ឲ្យប្អូនប្រុសបង្កើតមកទទួលកូនក្រមុំជំនួសច្បាប់ទម្លាប់របស់ត្រកូលអភិជនធំទាំងនេះមើលមិនយល់មែនគ្រប់យ៉ាងរៀបចំរួចរាល់ហើយអញ្ជើញឡើងសេះអរគុណមេតបហើយ
ឈរឲ្យត្រង់យ៉ានវ៉ាងសុំទោសមកពីខ្ញុំមិនល្អរាងកាយទន់ខ្សោយនេះធ្វើឲ្យលោកពិបាកហើយថ្ងៃនេះជាថ្ងៃមង្គលរបស់លោកប្រញាប់ទៅទទួលកូនក្រមុំទៅកុំឲ្យហួសពេលវេលាល្អមនុស្សឈួតអូនកំពុងនិយាយរឿងរ៉ាវអីហ្នឹងទោះបីមេក្រឡុំក៏មិនសំខាន់ស្មើនឹងអូនដែរបើខ្ញុំមិនទៅហើយតើនរណានឹងមកមើលថែអូនយ៉ានឡាងលោកល្អចំពោះខ្ញុំណាស់តែអ្នកនាងសៀកូនក្រមុំចូលមកដល់ក្នុងផ្ទះហើយចូលក៏ចូលទៅក្នុងការដែលនាងព្រមស្លៀកឈុតកូនក្រមុំពណ៌ផ្កាឈូកចូលផ្ទះថ្ងៃក្រោយត្រូវគោរពតាមច្បាប់ទម្លាប់ភូមិគ្រឹះចាំងនាងហៅឲ្យបានល្អប្រែប្រួលហើយខ្ញុំខ្លាចណាស់ថ្ងៃក្រោយក្នុងភូមិគ្រឹះមានលោកស្រីសេជហើយតើលោកនឹងលែងត្រូវការរួចចៅទៀតមែនទេវាមិនអាចទៅរួចទេក្នុងភូមិគ្រឹះនេះគ្មាននរណាម្នាក់អាចលើកអូនបានឡើយរួចចៅបើខ្ញុំអាចរៀបការជាមួយអូនដោយបើកចំហតើវាល្អយ៉ាងណាទៅក្នុងចិត្តរបស់ខ្ញុំតាំងពីដើមដល់ចប់មានតែអូនម្នាក់គត់ផុតពីយប់នេះទៅលោកនឹងក្លាយជាស្វាមីរបស់គេហើយមិនពាក់ព័ន្ធនឹងខ្ញុំទៀតទេនាងគឺជាកូនស្រីច្បងរបស់ចឹងគួយគង់មានឋានៈខ្ពង់ខ្ពស់ថ្ងៃក្រោយសំបីតែចង់ជួបលោកម្ដងក៏ប្រហែលជាពិបាកដែរអូនរងចាំខ្ញុំថ្ងៃនេះនាងស្លៀកឈុតកូនក្រមុំពណ៌ផ្កាឈូកចូលភូមិគ្រឹះប្រកាសជាត្រូវគេសើចចំអកមិនខានខ្ញុំចង់បង្ក្រាបអំនួតរបស់នាងដល់ពេលនោះខ្ញុំនឹងនិយាយថានាងជាស្រីឆ្នំនៅក្នុងភូមិគ្រឹះគ្មានថ្ងៃអាចសង្កត់អូនបានឡើយចាំផុតពេលវេលាល្អខ្ញុំនឹងទៅបង្រៀនច្បាប់ទម្លាប់ដល់នាងខ្ញុំចង់ឲ្យនាងដឹងថានៅក្នុងភូមិគ្រឹះចាំងនាងហូនេះមានតែអូនម្នាក់គត់ដែលស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំកុំធ្វើបែបនេះអីយ៉ាងឡើងបែបនេះមិនយុត្តិធម៌ចំពោះប្អូនស្រីទេយ៉ាងណាក៏នាងជាប្រពន្ធរៀបការពេញច្បាប់របស់លោកដែរនាងជាស្អីទៅគ្រាន់តែជាស្ត្រីកាច់ឆ្នះដែលអាងអំណាចគ្រួសារដើរអួតក្បាលប៉ុណ្ណោះរួចចៅអូនគឺចិត្តល្អពេកហើយទើបត្រូវគេធ្វើបាបបែបនេះ CGU កូនស្រីច្បងចឹងគួយគង់ហើយយ៉ាងម៉េចចប់យប់នេះទៅនាងនឹងក្លាយជារឿងកំ pl ែងដ៏ធំបំផុតនៅក្នុងក្រុងជីងឆឹងចាំខ្ញុំត្រឡប់មកវិញដោយស្ងប់ស្ងាត់ពេលនេះ CGU ប្រហែលជាកំពុងស្លៀកឈុតកូនក្រមុំពណ៌ផ្កាឈូកនោះត្រូវបានគ្រប់គ្នាចំអុលមុខចំអកនៅសាមង្គលមិនខានខ្មាស់អៀនរហូតចង់ស្លាប់មែនទេនេះគឺជាលទ្ធផលនៃការមករករឿងខ្ញុំអស់លោកអ្នកជាច្រើនរងចាំយូរហើយមិញនេះមានការងារបន្តិចបន្តួចបង្អាក់ពិតជាសុំទោសគ្រប់គ្នាណាស់បញ្ចប់ពិធីគូថ្មីចូលបន្ទប់សំដំណេកមេតបទាំងបៃមង្គលជ័យណាស់ពិតជាគូព្រេងដែលស័ក្តិសមគ្នាបំផុតមេតបតូចពិតជាមានសំណាងណាស់ដែលបានរៀបការជាមួយកូនស្រីសំណប់របស់ចឹងគួយគង់ស័ក្តិសមគ្នាណាស់ពិតជាស័ក្តិសមមេតបទាំងបៃសេនហួនខ្ញុំគ្រាន់តែឲ្យវាទៅទទួលកូនក្រមុំតើឲ្យវាធ្វើពិធីថ្វាយបង្គំតាំងពីពេលណាពួកល្ងងទាំងនេះតាភ្នែកខ្វាក់អស់ហើយមែនទេឈប់សិនហាមកម្រើកទាំងអស់គ្នាស៊ីជីយូមិនក៏នាងហ៊ានធ្វើពិធីថ្វាយបង្គំជាមួយបរិបផ្សេងចុះជុតកូនក្រមុំពណ៌ផ្កាឈូកដែលខ្ញុំឲ្យទៅណាហេតុអីបានជានាងស្លៀកពណ៌ក្រហមឆ្អៅនរណាអនុញ្ញាតឲ្យនាងស្លៀកពណ៌ក្រហមសេជីសេនលោកមិនទាន់ផឹកស្រាក៏ស្រវឹងដែរមែនទេកំពុងនិយាយរឿងឈួតអីហ្នឹងថ្ងៃនេះគឺជាថ្ងៃមង្គលរបស់ខ្ញុំនិងមេតបទាំងពីរជាថ្ងៃមង្គលជ័យខ្ញុំមិនស្លៀកពណ៌ក្រហមឬក៏ចង់ឲ្យខ្ញុំស្លៀកពណ៌ផ្កាឈូកចម្រៃរបស់ស្រីស្នំលោកមែនទេនិយាយផ្ដេសផ្ដាសថ្ងៃនេះច្បាស់ណាស់ថាជាមង្គលការរបស់ខ្ញុំនាងគឺជាប្រពន្ធមិនទាន់ចូលផ្ទះរបស់ខ្ញុំសូមបងប្រុសមេត្តាឲ្យតម្លៃខ្លួនឯងផងថ្ងៃនេះមនុស្សដែលខ្ញុំទៅទទួលនៅភូមិគ្រឹះចឹងគួយគង់សក្ការៈមេដីនេះគឺខ្ញុំនិងនាងជាអ្នកថ្វាយបង្គំតើទៅជាមង្គលការបងតាំងពីពេលណាសេនហួនឯងអាមនុស្សរមិលគុណខ្ញុំឲ្យឯងទៅទទួលកូនក្រមុំជំនួសមិនមែនឲ្យឯងមកថ្វាយបង្គំជំនួសទេឯងហ៊ានលួចចង់បានបងថ្លៃស្រីផងឯងចេះខ្មាស់ខ្លះទេនេះរញ៉េញ៉ៃពេកហើយតើវាមានរឿងអីឲ្យប្រកាសទៅសេជាហ៊ានឲ្យបងប្រុសបង្កើតទៅទទួលកូនក្រមុំជំនួសចុះខ្លួនឯងរត់ទៅណាទៅវិញបងប្រុសប្រហែលជាចាំខុសហើយមើលទៅនេះគឺជាព្រះរាជសាររបស់ព្រះមហេសីប្រទានអាពាហ៍ពិពាហ៍កូនស្រីច្បងចឹងគួយគង់ស៊ីជីយូជាមួយខ្ញុំមេតបទាំងបៃសេនហួនអសរខ្មៅលើក្រដាសមានបោះត្រារបស់ព្រះមហេសីបងប្រុសចង់មកពិនិត្យដោយផ្ទាល់ទេមិនអាចទៅរួចនេះមិនអាចទៅរួចដាច់ខាតព្រះមហេសីប្រទានអាពាហ៍ពិពាហ៍ឲ្យខ្ញុំច្បាស់ណាស់គឺខ្ញុំសេនយ៉ានរបស់នេះគឺខ្លាំងគឺពួកឯងខ្លាញ់បន្លំវាឡើងស៊ីជីយូតើគឺជានាងមែនទេដែលរៀបចំគម្រោងអាក្រក់នេះប្រកាសជាមកពីនាងចំណែនរួចចាស់ខ្លាំងណាស់ទើបប្រើល្បិចថោកទាបបែបនេះនាងប្រញាប់ប្រាប់ពួកគេទៅថាអ្នកដែលនាងចង់រៀបការជាមួយគឺខ្ញុំមករហូតមនុស្សដែលនាងស្រឡាញ់គឺខ្ញុំស្វាមីសេជាគាត់ប្រហែលជាវង្វេងហើយកាត់មានការយកសប្តាហ៍មើលទៅតើខ្ញុំនិយាយតាំងពីការថាចង់រៀបការជាមួយគាត់សេជាសេនលោកនិយាយពេញមាត់ថាថ្ងៃនេះជាមង្គលការលោកចុះខ្ញុំសុំសួរលោកបន្តិចមើលបើលោកចង់រៀបការហេតុអីលោកមិនទៅទទួលកូនក្រមុំដោយខ្លួនឯងភូមិគ្រឹះចាំងនាងហៅទាំងមូលមានមនុស្សរាប់រយនាក់ហេតុអីក៏ចាំបាច់ឲ្យកូនកំឡោះក្នុងថ្ងៃមង្គលការដ៏ធំ
Từ nơi chăm diêm bong play sấy mềm mại mình clip mũi chùm hiền. Ấy kế, mình tới từ tua con cầm mồm pru nơi cầm đỏ sấy mềm mại mình nụ mền bong play mềm mại ní bất chi chùm lại bệt hài. Rồi viếng ôn play nâng bong play hay ấy mình che chi viên bẹp ní. Bong play sấy rồi bọc nhom quạt chữ. Riêng cai cọt tôn sòi nè. Bà chư hay ấy mình từ rục rupet. Rốt nhẹ bầm ráo rư sấy chắc tôm ở một mơ thay mình bản tế. Chăm bách ở côn cầm lo đôi lục tờ diêm nơi bài kẹp tòa. Nì dây trên tờ ta nửa nà chưa tha phụ lục sát om. Trời hai ta miên côn cầm lo hay nà đại mình tới từ tua côn cầm mồm tay nơi cầm đầu bong play sấy nút. Mơ từ quạt nâng sấy mềm mại mình nụ. Bất chỉ miên bánh hà mèn. Bất chỉ phơ ở khối kết yu nhẹ che đằng mèn. Bong play cây chmu trọc cô ở hai. Si chi yu niên cứ chi stray po đà nì dây đẹp đà. Hiên khang hai một bằng cách bằng khối nhom nâng lên lên niên. Lên nhom. Ta lục chi sấy tới. Còn miên sắt nâng lớp bị lên lên một nì dây đại. Ta nhom riệp trong cùng rong bằng cách bằng khối lục rọt. Vì mình men asai lơ mọt lục nì dây lại. Preriksa pi prem hạc sắt một đỏ hài. Preriksa miên sịch đầy thả. Sẽ chịu phum cứ trang nín hơi sen gian mình cô rụp bắp tùm lọp. Rồi rất rương rào tết đà. Hiên pra thana srei snom một promat đo rich vong. Các protein apipipi mình bán sầm rạch. Chắc pi ngày ní từ độc đầm này sẽ chưa robot kê chênh. Chắc pi ní, bất pi mê tóc tân pay sen huốn chỉ nẹt bần to đầm này một đom sen này trang nín hơi. Apipipi đám robot sen gian. Chỉ mũi côn srei bong chân cùi công si chỉ dù. Đô một ở sen huốn chỉ nẹt rip ca chùm nụ. Rip ca nơi ngày đà ní bên chop xịt đầy. Sen gian pe ní lô kron tại chi chun sa mình nẹt bần nọ. Hai sva mấy nhóm tớp chỉ sẽ chịu phum cứ trang nín hơi bất bạc cọt. Chả rất lẽ khả chất tu li robot phum cứ ní. Mình đăng tha lục miên rồi tệ. Mình ác tơ rụi tệ. Kron tại đường chút côn cầm một mũi complete. Preri chỉ hiên đọc đầm này sẽ chưa robot nhom phong. Nhom mình chưa tệ nhom treo trâu vàng. Nhom trong chút preri chỉ đầm bay su nom ở chba. Lục mà cha sen mình bách không prang ắt prayal tệ. Preri sa ní cứ preri chỉ nẹt protein một tòa. Khmi nụ nam này ai cai prai bàn lời. Nhẹ niên xia ban dốc robot đại lục nha từ nụ. Chút sấy nom đại mơ mình rồi. Chút côn cầm một po cà chục. Dốc tới phai preri chỉ hai. Preri chỉ trong pre piro dạng khlang. Preri chỉ miên bẩn tù thả chân cùi công lẹ bong đầm bay capi prom đan prote. Lẹ bong tiền sạch sro chim sro. Đách khát mình ở côn sấy bong robot quật nơiក្នុងក្រុង chừng. Rong cá promat mơ nghi pi sầm nạ lục bẹp mì lại. Cá đọ đầm này sẽ chứ cứ tha chỉ ca lực lên tốc là hai. Hay ấy có tới chỉ bẹp ní. Vì con tại chỉ chút côn cầm một mũi chút bẩn nọ ta. Nhóm cứ chỉ sẽ chứ robot phum cứ trang nín ta. Hay ấy ban chỉ nhóm mình sao là vậy chẳng ở bẹp ní. À. Sẽ chứ mình sưu hai. Lục sấy thông. Lục sấy thông quật lẹ chim hai. Krupet tha quật chết rồi lụt côn hai. Rồi lụt côn. Nếu mình men chỉ sấy mềm mại đại từ ban như pistete, đây là bọn niên slap ban pi năm hai ta ban côn một pina. Trời hai ní ta vì ai từ ru dạng mấy. Rư mũi còn niên sa hai lụt lẹ rồi hốt miên côn bẹp ní. Rương ní tiệp quan nền cây chmu phum cứ trang nín hầu. Đách khát mình ai phết rồi hai bàn tề. Xông ở lục nhẹ chui phơi chỉ xạ sấy phòng, anh chơi một tam nhom. Ta miên rương ấy nắng. Rạp mọc ta cắt miên rương rồi lụt côn ban dạng mấy. Niên con tại trớt shop đã sai cái đa khuôn thom đã ta. Ta lục mơ chờ lòng hai mền tế. Lục mà cha sen meta lực lên tốc hỏng. Nhóm pro có bỏ chỉ krupet một chiên sam sắt năm hai. Đách khát mình mơ kho lại. Lục srei. Quất bất chỉ miên tây pu bệt mền. Hai miên ayupi khai hai. Mình ní quất thằng khlang rồi hốt passport đỏ chim rồi phước ở passport đỏ côn không tây. Côn ní rẽ xa tốc mình chọp tề. Miên tây pu pi khai. Ní mình ai tơ rụt tề. Hai ấy còn một chùm nâng pi khai là một bẹp ní. Bong play miên tây pu pi khai. Ní ta ai tơ rụt dạng mấy. Nín cứ chỉ srei mềm mại đại từ tua ban như pi sạch nè. Hai ấy hiên thưa rương ở sơ thò bẹp ní. Ní passport đỏ một mọt rich vong nâng cất isupum cử. Đách khát mình ai bần đòi ở rụt ruồn tề. Nona nơi tinu. Rồi nhấp cắn đi khất anh chơi nhỏ bọc nhóm tơ anh chơi krupet luôn một chi rồi nhấp. Trớ tại sơ bỏi đằng thả côn ní chỉ côn rồi bon nona ở chba. Dốc bút nhẹ bầm ra nâng srei chùm nát nơi bài khuôn chin đủ chảo. Trong pu kê một tiếng o. Trong một trong hai vi xui chùm lại nơi không ti thliên nì. Nhóm mình chưa thả. Nơi không phum cứ đợt thùng nì. Nâng xu mình đằng thả pro hai nút chi nona lại. Bất mọt ở o. Tung xì nhóm xu ảnh. Không rồi dạp pepi khai ní ta lục srei rồi bỏ anh ban chút nona khla. Nhóm mình đằng tề. Nhóm bất chi mình đằng mèn. Mình đằng rư lọ hài. Mơ tơ ba mình khơi cái đà đồng chú mình sọt tập này tê mèn tề. Nona nơi tin nút không ca đại niên chi mình nụ. Túc tơ có khmiênប្រយោជន៍ដែរអូនាងចេញទៅយកទៅលក់នៅផ្ទះការដែលថោកទាបបំផុតក្នុងក្រុងជីងឆឹងទៅអ្នកនាងធំមេតាលើកលែងទុកផងខ្ញុំនិយាយហើយខ្ញុំនិយាយប្រាប់ទាំងអស់ក្នុងរយៈពេល2ខែនេះក្រៅពីអ្នកបម្រើក្នុងភូមិគ្រឹះមានតែអ្នកប្រុសពីរទេដែលធ្លាប់មកភូមិគ្រឹះលោកស្រីរបស់ពួកយើងអ្នកប្រុសពីរនិយាយបន្តទៀតទៅគាត់មកធ្វើអីរាល់ពេលដែលអ្នកប្រុសពីរមកដល់លោកស្រីតែងតែដេញអ្នកបម្រើចេញឆ្ងាយមិនឲ្យពួកយើងចូលទៅបម្រើក្បែរឡើយហើយថែមទាំងច្រើនលើកច្រើនសារណាស់តែអ្នកប្រុសពីរនៅក្នុងបន្ទប់លោកស្រីរហូតដល់ភ្លឺទើបត្រឡប់ទៅវិញនៅរហូតដល់ភ្លឺ
ប្រុសស្រីនៅក្នុងបន្ទប់តែពីរនាក់តើវាអាចធ្វើអីបានទៀតហេមិនចម្លែកទេដែលសេនយ៉ានការពីឈីនរូចៅដល់ថ្នាក់នេះតាមពិតកូននៅក្នុងពោះឈីនរូចៅនេះគឺជាកូនរបស់គេសោះពិតជាថោកទាបបំផ្លាញសិលធម៌មែនបំពេញច្បាប់ក្រមសិលធម៌មនុស្សមែនឯងនិយាយកុហកមានមនុស្សថោកទាបឯងហ៊ានមួយបង្កាច់ខ្ញុំផងខ្ញុំអត់បានធ្វើទេខ្ញុំគ្រាន់តែទៅមើលថែបងថ្លៃដែលឈឺប៉ុណ្ណោះខ្ញុំគោរពគាត់ពួកឯងកុំមកបង្កាច់បង្ខូចខ្ញុំគ្រូពេទ្យលួងមកដល់ហើយអរគុណលោកគ្រូពេទ្យហើយសូមមេត្តាពិនិត្យជីបចោឲ្យលោកស្រីនៅលើក្រែនេះបន្តិចមើលថាតើនាងកើតជំងឺអីឲ្យប្រាកដនេះជាទូនីតិរបស់ខ្ញុំទេសូមជម្រាបអស់លោកអ្នកខ្ញុំពិនិត្យឃើញច្បាស់ហើយលោកស្រីម្នាក់នេះមិនមែនកើតជំងឺអីឡើយតែគឺជាជីបចរង្គោលមានផ្ទៃពោះជីបចរនេះដើរយ៉ាងរលូនដោយគ្រាប់គូចរមានលើថាពិតជាជីបចរមានផ្ទៃពោះមិនខុសទេហើយបើតាមមើលទៅគឺមានអាយុជាង2ខែហើយ2ខែបើអញ្ចឹងមិនមែនជាអំឡុងពេលបុណ្យសែនព្រះខែទេស្លាកយីហោស្រីមេម៉ាយស្មោះត្រង់សុទ្ធតែជារឿងកំ pl ែងទាំងអស់នេះច្បាស់ណាស់គឺជាគូហាយថោកទាបយ៉ានឡាងជួយខ្ញុំផងយ៉ានឡាងលោកប្រញាប់ជួយខ្ញុំផងកូនរបស់ពួកយើងចិត្តរក្សាមិនចប់ហើយគ្រូចៅអូនកំពុងនិយាយរឿងរ៉ាវអីហ្នឹងអីគេកូនរបស់ពួកយើងយ៉ានឡាងលោកភ្លេចហើយលោកចង់មិនទទួលខុសត្រូវមែនទេកាលពីយប់បុណ្យសែនព្រះខែ2ខែមុនលោកមកអង្គុយមើលព្រះច័ន្ទនៅក្នុងភូមិព្រឹកខ្ញុំលោកផឹកច្រើនពេកខ្ញុំមានចិត្តល្អគ្រាលោកទៅសម្រាប់នៅក្នុងបន្ទប់តែលោកបែរជាចាប់ដៃខ្ញុំមិនលែងបិទមាត់អញបិទមាត់ឲ្យចិត្តខ្ញុំស្ដាប់មិនយកទេថាអញកំពុងនិយាយអីយប់នោះលោកជាអ្នកនិយាយប្រាប់ខ្ញុំផ្ទាល់មាត់លោកថាលោកស្រឡាញ់ខ្ញុំយូរមកហើយលោកថាលោកនឹងរៀបការជាមួយខ្ញុំជាប្រពន្ធប្រកាសជានឹងផ្ដល់ឋានៈឲ្យខ្ញុំមិនខានពេលនេះខ្ញុំមានឈាមជ័ររបស់លោកហើយហេតុអីលោកហ៊ានដាច់ចិត្តបែបនេះពិតជាស្ដាប់មិនបានមែនកិត្តិយសរបស់ភូមិគ្រឹះចាំងនីងហៅត្រូវបានបំផ្លាញដោយពួកមិនចេះខ្មាស់អៀនទាំងនេះអស់ហើយមិនអាចទៅរួចទេយប់នោះខ្ញុំផឹកច្រើនពេកខ្ញុំស្រវឹងបាត់ស្មារតីខ្ញុំមិនចាំអ្វីទាំងអស់ប្រកាសជាអញជាអ្នកលួងលោមខ្ញុំមិនខានខ្ញុំលួងលោមលោកឬសេនយ៉ានលោកហ៊ាននិយាយពាក្យមិនចាំចេញមកបានយ៉ាងម៉េចអ្នកប្រុសពីរគ្រាន់តែពាក្យមួយឃ្លាថាមិនចាំក៏ចង់ដោះដៃចេញឲ្យស្អាតស្អំមែនទេសាក់សីអ្នកបម្រើនៅទីនេះការវិនិច្ឆ័យរបស់គ្រូពេទ្យលួងក៏នៅទីនេះហើយថែមទាំងសម្ដីរបស់ឈីនរូចៅដែលសារភាពផ្ទាល់មាត់មិញនេះទៀតភស្តុតាងច្បាស់ដូចភ្នំតើវាសុទ្ធតែជារឿងខ្លាំងៗមែនទេលោកគ្រូ CGU គឺជានាងប្រកាសជាគម្រោងការពីស្ពូរបស់នាងមកបង្កាច់បង្ខូចពួកយើងមនុស្សអត់ខ្មាស់លោកធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្ពើមរំណាស់ឯងហ៊ានទេខ្ញុំផងទេលោកគ្រាន់តែជារឿងស្រាវទេសេនយ៉ានលោកក្នុងនាមជាកូនច្បងភូមិគ្រឹះចាំងនីងហៅបែរជាមានសហាយស្មន់ជាមួយបងថ្លៃស្រីមេម៉ាយរហូតលួចមានកូនជាសម្ងាត់ពួកលោកទាំងពីរមានទំនាក់ទំនងលួចលាក់បំផ្លាញក្រុមសិលធម៌ធ្វើឲ្យបាត់បង់មុខមាត់ត្រកូលអភិជនអស់ហើយតាមច្បាប់នៃអាណាចក្រអាចារ្យសម្រាប់គូហាយដែលមិនគិតពីសិលធម៌ដោយពួកលោកត្រូវតែចាប់ដាក់ក្នុងទ្រុងជ្រូកហើយយកទៅចមុចទឹកឲ្យស្លាប់ទេខ្ញុំមិនចង់ចាំទេគឺប្រធានត្រកូលសឹមមកដល់ហើយអាម៉ាស់បំផុតពិតជាអាម៉ាស់បំផុតកិត្តិយសរាប់រយឆ្នាំរបស់គ្រួសារសឹមយើងមុខមាត់ដែលបុកបរោះបានសន្សំមកថ្ងៃនេះត្រូវបានពួកសត្វត្រឆានទាំងពីរនាក់ឯងបំផ្លាញខ្ទេចអស់ហើយពួកឯងពិតជាសាងបាបមែនតើគ្រួសារអាចមានរឿងអាស្រូវបែបនេះកើតឡើងបានយ៉ាងម៉េចលោកអ៊ំប្រធានត្រកូលខ្ញុំដឹងកំហុសហើយសូមមេត្តាលើកលែងឲ្យផងកុំដាក់ខ្ញុំក្នុងទ្រុងជ្រូកអីលោកប្រធានពេលនេះឪពុកម្ដាយនៅឆ្ងាយឯព្រំដែនមិននៅក្នុងភូមិគ្រឹះទេរឿងអាស្រូវដែលខុសច្បាប់សិលធម៌បែបនេះសូមលោកអ៊ំមេត្តាសម្រេចចិត្តដោយផ្ទាល់ផងតាមច្បាប់ក្នុងករណីនេះត្រូវតែដាក់ទ្រុងជ្រូកតែក្នុងពោះនាងមានឈាមជ័រគ្រួសារសឹមណាដើម្បីរក្សាមុខមាត់ចុងក្រោយរបស់គ្រួសារសឹមមានតែបង្ខំចិត្តឲ្យដាហ្វាងលះបង់ហើយផ្ដល់លិខិតលែងលះឲ្យនាងទៅឲ្យនាងរួចផុតពីឋានៈជាស្ត្រីមេម៉ាយរបស់ដាហ្វាងបន្ទាប់មកឲ្យសឹមយ៉ានរៀបការជាមួយនាងជាប្រពន្ធដើម្បីបិទបាំងរឿងអាស្រូវនេះទៅអរគុណលោកប្រធានត្រកូលអរគុណសមាជិកត្រកូលដែលជួយសម្រេចខ្ញុំមិនការទេខ្ញុំដាច់ខាតមិនរៀបការជាមួយនាងទេមនុស្សដូចនាងគឺជាបងថ្លៃរបស់ខ្ញុំតើខ្ញុំអាចរៀបការជាមួយនាងជាប្រពន្ធដើមបានយ៉ាងម៉េចយ៉ានឡាងអ្នកស្អប់ខ្ពើមខ្ញុំមែនទេបើការជាមួយនាងថ្ងៃក្រោយនៅក្នុងរង្វង់អ្នកមានអំណាចនៅជីងឆឹងតើឲ្យខ្ញុំងើបមុខរួចយ៉ាងម៉េចខ្ញុំដាច់ខាតមិនការទេចាំងនីងហៅហ្វូដាច់ខាតមិនអាចរៀបការជាមួយស្រីបែបនេះចូលផ្ទះបានទេលោកឪពុកលោកម្ដាយគោរពលោកហៅយាយលោកស្រីហៅហ្វូចិនពុកហេតុអ្វីលោកត្រឡប់មកវិញ
អាសត្វច្ឆានអាមន្ត្រីអាសិលធរកូនអកតញ្ញោតើអញមើលមុខបងប្រុសដែលស្លាប់ទៅរបស់អញរួចទេតើអញមើលមុខដូនតាត្រកូលសឹមរួចទេខ្ញុំសឹមម្នាក់នេះពេញមួយជីវិតនៅសមរភូមិទៀងត្រង់បំផុតហេតុអ្វីបានជាកើតកូនជាសត្វច្ឆានមិនស្គាល់ខ្មាស់បែបនេះលោកប្រធានកូនអកតញ្ញោនេះធ្វើរឿងថោកទាបជាងឆ្កែជ្រូកទៅទៀតចាំងនាងហៅហ្វូរបស់ខ្ញុំមិនអាចទទួលយកវាមកវិញបានទេសូមលោកប្រធានបើកវិហារត្រកូលដកឈ្មោះកូនអកតញ្ញោនេះចេញពីបញ្ជីត្រកូលទៅចាប់ពីពេលនេះទៅវាមិនមែនជាមនុស្សរបស់គ្រួសារសឹមទៀតទេពុកម៉ែខ្ញុំខុសហើយខ្ញុំពិតជាដឹងកំហុសមែនសូមអ្នកទាំងពីរអភ័យទោសឲ្យខ្ញុំម្ដងនេះផងខ្ញុំមិនហ៊ានធ្វើទៀតទេនៅពេលក្រោយកុំដេញខ្ញុំចេញពីផ្ទះអីខ្ញុំមិនមានកូនដូចជាឯងទេឯងព្រោះតែស្រីម្នាក់ក៏បំផ្លាញកេរ្តិ៍ឈ្មោះរាប់រយឆ្នាំរបស់ហៅហ្វូថែមទាំងព្យាយាមបោកប្រាស់រាជវង្សស្ទើរតែធ្វើឲ្យត្រកូលទាំងមូលត្រូវប្រហារជីវិតហេតុអ្វីបានជាខ្ញុំបង្កើតកូនដែលបាត់បង់គុណធម៌សត្វត្រឆានបែបនេះបើមិនមែនបានហួងឪនឹងអាចជួយសង្គ្រោះស្ថានភាពយកព្រះរាជសារព្រះមហេសីមកបដូរការរៀបការចាំងនាងហៅហ្វូយើងប្រហែលជាត្រូវអញធ្វើឲ្យរងគ្រោះដល់ថ្នាក់ប្រហារជីវិតទាំងត្រកូលបាត់ទៅហើយអញពេលនេះនៅមានមុខមាត់ឯណាទៀតមកជួបយើងទៀតក្នុងពេលដែលលោកហៅយេសម្រេចចិត្តហើយខ្ញុំក៏មិនបាច់និយាយច្រើនដែរអញ្ចឹងធ្វើតាមច្បាប់ត្រកូលចុះទេកុំអីចប់អស់ហើយនរណានៅទីនោះអូអាមន្ត្រីអាសិលធរទាំងពីរនាក់នេះយកទៅបោះចោលនៅខាងក្រៅឲ្យខ្ញុំកុំអីលោកពុកខ្ញុំខុសហើយពុកកុំមកចិត្តខ្ញុំកុំប៉ះខ្ញុំគឺជាលោកស្រីធំរបស់ពួកឯងចេញទៅអាជឿសុំទោសរឿងថ្ងៃនេះធ្វើឲ្យអូនត្រូវលំបាកហើយបងដឹងថាការរៀបការនេះគ្រាន់តែជាមធ្យោបាយដើម្បីដោះស្រាយវិបត្តិប៉ុណ្ណោះអូនជាជាងជឿយូស៊ីគួរតែសាកសំណឹងពិធីមង្គលការដ៏ល្អឥតខ្ចោះបំផុតប្រសិនបើថ្ងៃក្រោយអូនមានអារម្មណ៍ថានៅក្នុងហៅហ្វូនេះមិនសប្បាយចិត្តចង់ចាក់ចេញគ្រាន់តែប្រាប់បងមួយម៉ាត់មកបងអាចសរសេរលិខិតហឺលីស៊ូឲ្យអូនគ្រប់ពេលដាច់ខាតមិនខត់ខាំងទេហើយបងនឹងប្រគល់ទ្រព្យសម្បត្តិពាក់កណ្ដាលក្នុងឈ្មោះបងធ្វើជាសំណងដើម្បីធានាឲ្យអូនរស់នៅដោយគ្មានកង្វល់ពេញមួយជីវិតទោះបីជាមធ្យោបាយបណ្ដោះអាសន្នក៏មានបញ្ហាអ្វីដែរបើប្រៀបធៀបទៅនឹងភាពខ្លាញ់បន្លំនិងអាត្មានិយមទុនជ្រាយនិងអសមត្ថភាពរបស់សឹមយ៉ានខ្ញុំបែរជាមានអារម្មណ៍ថាការរៀបការជាមួយលោកគឺជាជម្រើសដ៏ត្រឹមត្រូវបំផុតរបស់ខ្ញុំលោកអូនមិនស្អប់ពើមដែលបងគ្រាន់តែជាមនុស្សក្រូតព្រាតដឹងតែពីច្បាស់មែនទេសឹមយ៉ានព្រោះតែឈានរួចចោលម្នាក់មិនខ្លាចនឹងយកជុតមង្គលការពណ៌ផ្កាឈូកមកជន់ឈ្លីកិត្តិយសរបស់ខ្ញុំចុះលោកវិញលោកប្រើដាវនិងលំពេងពិតប្រាកដប្រយុទ្ធក្នុងសមរភូមិដោយខ្លួនឯងបង្កើតបានស្នាដៃសិទ្ធិដ៏អស្ចារ្យធ្វើការដោយយុត្តិធម៌និងស្មោះត្រង់មិនដែលប្រើល្បិចកថោកទាបដែលមើលមិនឃើញទាំងនោះទេក្នុងចិត្តខ្ញុំលោកខ្លាំងជាងគេរាប់ពាន់ដងលោកទើបតែជាអ្នកបន្តវេនរបស់ចាងនាងហៅហ្វូដ៏ត្រឹមត្រូវក្នុងពេលដែលខ្ញុំការជាមួយលោកហើយនឹងបំពេញតួនាទីជាប្រពន្ធឲ្យបានល្អជួយចាត់ចែងរឿងក្នុងផ្ទះរបស់ហៅហ្វូនេះឲ្យបានល្អឲ្យតែលោកស្មោះត្រង់នឹងខ្ញុំមិនមានចិត្តពីរខ្ញុំនឹងនៅក្បែរលោកទូស្លាប់រស់មិនទៅចោលគ្នាឡើយបងនឹងធ្វើឲ្យបានអាជឿខ្ញុំសឹមហ៊ួនសូមស្បោះចំពោះមេឃក្នុងជីវិតនេះមានអូនជាប្រពន្ធតែម្នាក់គត់តែខាត់មិនយកប្រពន្ធចុងតែខាត់មិនក្បត់អូនទេខ្ញុំខុសហើយខ្ញុំពិតជាខុសមែនឲ្យខ្ញុំចូលផ្ទះវិញទៅហ៎លោកស្រីសឹមយ៉ាននៅតែលុតជង្គង់នៅមុខផ្ទះនៅឡើយលុតជង្គង់អស់ពេញមួយយប់ហើយទឹកសន្សើមជោគសម្លៀកបំពាក់អស់ហើយមើលទៅពិតជាគួរឲ្យអាណិតណាស់មិនបាច់ខ្វល់ពីវាទេក្នុងពេលដែលវាព្រមលុតជង្គង់ក៏ឲ្យវាលុតជង្គង់ឲ្យឆ្អែតទៅកំរាលថ្មធូររបស់ចាងនាងហៅហ្វូគឺគ្រប់គ្រាន់ឲ្យវាលុតជង្គង់ពេញមួយជីវិតហើយចាស់ខ្ញុំយល់ហើយបញ្ជាបន្តទៅនរណាហ៊ានឲ្យទឹកវាផឹកមួយកែវឬហុចកន្សែងឲ្យមួយនឹងត្រូវដេញចេញពីហៅហ្វូភ្លាមខ្ញុំទទួលបញ្ជាលោកប្រុសធំសឹមតើពេលណាទើបអ្នកគោរពតាមសន្យារៀបការជាមួយអ្នកនាងរបស់ខ្ញុំទឿនស្អីនឹងមិនឃើញស្ថានភាពខ្ញុំពេលនេះទេអីយកអីទៅការអ្នកកុំសង្ឃឹមថានឹងបោកប្រាស់ឲ្យសោះពោះអ្នកនាងខ្ញុំចិត្តធំទៅហើយបើនៅតែអូបន្លាយទៀតតាមមុខមាត់គ្រួសារឈីនទុកណៃណាបើអ្នកជាប្រុសក៏ប្រញាប់ចាត់ចែងរឿងនេះឲ្យចប់ទៅដឹងហើយត្រឡប់ទៅប្រាប់ឈីនរូចៅវិញទៅខ្ញុំនឹងរកវិធីមកពីឈីនរូចៅទាំងអស់បើមិនមែននាងលួងលោមខ្ញុំតើខ្ញុំអាចពង្វែងស្មារតីរហូតដល់ធ្លាក់ក្នុងស្ថានភាពបែបនេះបានយ៉ាងម៉េចតំណែងស៊ឺជឿរបស់ខ្ញុំទ្រព្យសម្បត្តិនិងភាពរុងរឿងរបស់ខ្ញុំរលាយអស់ហើយលោកប្រុសសឹមមិនបាច់ខឹងខ្លាំងបែបនេះទេតើអញជានរណាខ្ញុំបាទមកពីភូមិគ្រឹះលោកម្ចាស់លីសុងដែលជាដាលីស៊ឺជីងលោកម្ចាស់ខ្ញុំឲ្យខ្ញុំមកនាំពាក្យប្រាប់លោកប្រុសសឹមលោកម្ចាស់លីស្វែងរកមនុស្សធ្លាក់ខ្លួនដូចជាខ្ញុំធ្វើអីលោកម្ចាស់លីមានប្រសាសន៍ថាអ្នកនាងធំរបស់លោកលួចស្រឡាញ់លោកប្រុសជាយូរមកហើយប្រសិនបើលោកប្រុសព្រមរៀបការជាមួយអ្នកនាងធំរបស់យើងលោកម្ចាស់មិនត្រឹមតែផ្ដល់ថ្លៃទឹកដោះយ៉ាងច្រើនសន្ធឹកសន្ធាប់ទេថែមទាំងព្រមជួយជ្រោមជ្រែងលោកប្រុសឲ្យមានឱកាសងើបឡើងវិញម្ដងទៀតពិតមែនឬលោកម្ចាស់លីពិតជាព្រមជួយឲ្យខ្ញុំងើបឡើងវិញមែនឬពិតជាពិតមែនហើយអាស្រ័យលើថាតើលោកប្រុសអាចទម្លាក់អំនួតចោលធ្វើជាមនុស្សឆ្លាតបានឬអត់សូមរំខានជួយប្រាប់លោកម្ចាស់លីផងខ្ញុំក៏លួចកោតសរសើរអ្នកនាងលីជាយូរមកហើយដែរ
ដាច់ខាតមិនឲ្យលោកម្ចាស់ខកបំណងទេគេបែរជាដើម្បីចង់បានអំណាចក៏ចង់រៀបការជាមួយអ្នកផ្សេងទៀតចុះកូនក្នុងពោះខ្ញុំតើជាអ្វីទៅវិញយ៉ាងឡើងមិញនេះអ្នកនិយាយអីអ្នកចង់រៀបការជាមួយកូនស្រីរបស់លីសុងមែនទេចុះចំណែកខ្ញុំវិញជាអ្វីចុះកូនក្នុងពោះខ្ញុំជាអ្វីវិញរូចៅស្ងប់អារម្មណ៍បន្តិចទៅឯងឈួតអីហ្នឹងខ្ញុំឈួតមែនទេអ្នកចិត្តមានអ្នកថ្មីហើយតើឲ្យខ្ញុំស្ងប់ចិត្តយ៉ាងម៉េចកើតខ្ញុំរៀបការជាមួយអ្នកនាងធំត្រកូលីគ្រាន់តែជាមធ្យោបាយបណ្ដោះអាសន្នប៉ុណ្ណោះគឺដើម្បីខ្ចីអំណាចត្រកូលីដើម្បីងើបឡើងវិញចាំពេលខ្ញុំមានចំហររឹងមាំវិញខ្ញុំនឹងលើកអញឲ្យធ្វើជាភីងជីមិនខានភីងជីហាហាហាសឹមយ៉ានឲ្យសឹមយ៉ានកាលពីមុនអ្នកក៏ធ្លាប់ប្រើពាក្យសម្ដីបែបនេះទៅបោកស៊ីជាយូរដែរកាលពីមុនអ្នកចង់បោកនាងជាលទ្ធផលត្រូវបាននាងមើលធ្លុះភ្លាមហើយដកហូតតំណែងស៊ឺជឿរបស់អ្នកធ្វើឲ្យអ្នកខ្លាចជាឆ្កែនេះថាឥឡូវនេះអ្នកចង់ប្រើល្បិចដែលនេះមកបោកខ្ញុំទៀតពិតមាត់ខ្ញុំនឹងនាងមិនដូចគ្នាទេក្នុងចិត្តខ្ញុំតាំងពីដើមដល់ចប់មានតែឯងម្នាក់គត់ខ្ញុំមិនជឿទេបើគ្មានមុខមាត់ក្នុងត្រកូលពេលខ្ញុំទៅដល់ត្រកូលីខ្ញុំគ្មានតម្លៃអ្វីទាំងអស់សូម្បីតែអ្នកបម្រើក៏អាចជន់ក្បាលខ្ញុំបានដែរជឿមិនជឿតាមចិត្តការងាររៀបការនេះខ្ញុំសម្រេចហើយប្រសិនបើឯងនៅចង់តាមខ្ញុំទៀតក៏ចាំការចាត់ចែងរបស់ខ្ញុំដោយស្ងប់ស្ងាត់ទៅសឹមយ៉ានបើអ្នកមិនមេត្តាកុំបន្ទោសខ្ញុំដែលគ្មានគុណធម៌បើខ្ញុំរស់នៅមិនបានល្អអ្នកក៏កុំសង្ឃឹមថានឹងរស់នៅស្រួលដែរតើជានរណានៅខាងក្រោមតើមានទុកសោកអីប្រញាប់រៀបរាប់មកខ្ញុំម្ចាស់ជីនរូចៅសូមប្តឹងប្អូនថ្លៃសឹមយ៉ានវាបានសុកប៉ាន់អ្នកបម្រើក្បែរខ្លួនស្វាមីខ្ញុំឲ្យលួចធ្វើការឲ្យវាអាណិតដល់ស្វាមីខ្ញុំណាស់តើនាងមានភស្តុតាងទេខ្ញុំម្ចាស់មានភស្តុតាងនេះគឺជាសម្ដីរបស់អ្នកបម្រើនោះកាលពីឆ្នាំសារភាពនឹងស្នាមមេដៃមុនពេលស្លាប់រកពាក្យពេចន៍សុទ្ធតែជាឈាមសូមលោកម្ចាស់មេត្តាពិនិត្យឲ្យបានច្បាស់ហើយសឹមយ៉ានមកនាងនិយាយទេដានាងស្រីឈួតម្នាក់នេះលោកម្ចាស់នាងឈួតហើយនាងកំពុងមួយបង្កាច់ខ្ញុំឈួតមែនទេខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងអស់ហើយតើខ្ញុំនៅខ្លាចឈួតស្អីទៀតពាក្យសម្បោះដែលអ្នកធ្លាប់និយាយដោយផ្ទាល់មាត់ប្រសិនបើអ្នកក្បត់ខ្ញុំនឹងត្រូវស្លាប់មិនល្អជាតិនឹងខ្ញុំមកដើម្បីឃើញអ្នកទទួលយកពាក្យសម្បោះដ៏គួរឲ្យខ្លាចនោះភស្តុតាងរឹងមាំណាស់តើឯងមានអ្វីត្រូវនិយាយទៀតទេវ៉ាហ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 ារូចៅជួយខ្ញុំផងហា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 អីបានលឺទេថ្ងៃនេះគឺជាថ្ងៃប្រហារជីវិតលោកប្រុសតកូលសឹមហើយទៅចុះអូនធ្នំសិនកម្មចិនដារៀងរអិលបន្តិចប្រាប់ហើយឲ្យអូនសម្រាប់នៅក្នុងផ្ទះអូននៅតែចង់មកដល់តទៀតលោកគ្រូពេទ្យក្នុងវាំងប្រាប់ថាដើរឲ្យច្រើនល្អដល់កូនក្នុងពោះលោកហៅយេពេលនេះមានអំណាចខ្លាំងណាស់ក្នុងរាជវាំងហេតុអ្វីពេលមកដល់ក្បែរខ្ញុំក៏คล้ายជាមនុស្សនិយាយច្រើនយ៉ាងនេះព្រោះថាមេឃធំដីធំលោកស្រីធំជាងគេលោកម្ចាស់លោកស្រីសូមមេត្តាផងជួយទិញការមួយបាច់ទៅកូនស្រីខ្ញុំជឿហើយសូមអង្វរលោកទាំងពីរមានរឿងអីមិនអីទេពួកយើងទៅចុះវ៉ាងផូជឿឯងគឺជាមនុស្សចាស់ដែលមើលការខុសត្រូវឃ្លាំងក្នុងបញ្ជីទិញសូត្រនេះសរសេរថាខែមុនចំណានបានបញ្ជូនមកនៅសូត្រស៊ូស៊ីវដល់ប្រណិតចំនួន500ដុំតែក្នុងបញ្ជីចូលឃ្លាំងបែរជាមានតែ320ដុំតបនឹងលោកស្រីសាច់ក្រណាត់ទាំងនោះពិតជាមិនបានបាត់ទេគ្រាន់តែមកពីចំណានមកដល់ជីងឆឹងផ្លូវឆ្ងាយណាស់ហើយត្រូវភ្លៀងធ្លាក់ជាច្រើនមេមានក្រណាត់ខ្លះត្រូវទឹកភ្លៀងក៏ហាពណ៌អស់ទៅនៅមានខ្លះទៀតត្រូវគិតនឹងរទេះសេះរហូតដល់ដាច់រយៈពិតជាមិនអាចយកមកកាត់សម្លៀកបំពាក់ឲ្យលោកម្ចាស់បានទេអញ្ចឹងហើយទើបចាត់ទុកថាជាការខូចខាតធម្មជាតិហើយចាត់ការវាទៅខូចខាតធម្មជាតិមែនទេតើភស្តុតាងនៅណាហាងបញ្ចាំហាងធំនៅខាងលិចក្រុងខែមុនបានចែកចេញជា3ដងទទួលបញ្ចាំសូត្រស៊ូស៊ីវដល់ប្រណិតដែលនៅល្អឥតខ្ចោះចំនួន150ដុំអ្នកដែលយកមកបញ្ចាំគឺជាក្មួយបង្កើតទំនេរគ្មានការងារធ្វើរបស់ឯងគឺវ៉ាងអឺតើនេះគឺជាការខូចខាតធម្មជាតិដែលឯងនិយាយមែនទេលោកស្រីមេត្តាលើកលែងទោសផងគឺមកពីខ្ញុំម្ចាស់វង្វេងស្មារតីមួយគ្រាសូមលោកស្រីមេត្តាគិតដល់ការដែលខ្ញុំម្ចាស់បានបម្រើក្នុងហឺហ្វូអស់រយៈពេល20ឆ្នាំផងចុះមេត្តាលើកលែងទោសឲ្យខ្ញុំម្ចាស់ផងក្នុងរយៈពេលកន្លះឆ្នាំនេះការបញ្ជូនប្រាក់ប្រចាំខែឲ្យភូមិគ្រឹះហានលីងហ្វុងនិងលួចស៊ើបការពីដំណើរកំសាន្តរបស់លោកហូយេរីការរាល់ពាក្យពេចន៍ទាំងអស់ឲ្យឈិនរូចៅតើឯងពិតជាគិតថាខ្ញុំដែលជាមេផ្ទះរបស់ហឺហ្វូនេះគ្រាន់តែសម្រាប់តាំងលំអមែនទេធ្វើតាមច្បាប់គ្រួសារវាមកឈើបង្គោលហើយលក់ទៅភូមិកសិកម្មយោធានៅភាគពីបដែលត្រជាក់បំផុតភ្លាមមិនឲ្យជន់ដីជីងឆឹងមួយជំហានទៀតជារៀងរហូតនរណានៅទីនោះអូសវាចេញទៅអាចង់រត់មែនទេចាប់វាបង្ក្រាបឲ្យខ្ញុំ
ថ្ងៃនេះខ្ញុំនឹងដកស្គាល់មេរោគក្នុង Herfo ចេញឲ្យអស់ក្រៅពីវ៉ាងផូជឺនៅមានអ្នកចាត់ចែងលីវសាននិងលោកគ្រូចាងនៃបន្ទប់កណេលោកគ្រូជួងនិងអ្នកស្រីចាងនៅក្នុងផ្ទះបាយមែនទេទាំងអស់សុទ្ធតែជាមនុស្សរបស់ឈិនរូចៅតើនាងបានសន្យាផ្ដល់ប្រយោជន៍អ្វីខ្លះឲ្យពួកឯងនាងនិយាយថាឲ្យតែអាចទម្លាក់លោកស្រីចេញពីតំណែងមេផ្ទះបាននិងឲ្យពួកយើងធ្វើជាមន្ត្រីធំក្នុងម្នាក់ទទួលបានប្រាក់100 ដុល្លារខ្ញុំមានភស្តុតាងសំខាន់នៅក្នុងដៃនាងទើបបានជានាងហ៊ានធ្វើបែបនេះយីទេនេះហើយគឺជាទ្រព្យសម្បត្តិដែលបងប្រុសទី2របស់លោកបន្សល់ទុកឲ្យស្មោកគ្រោកនិងរលួយអស់ហើយមនុស្សទាំងនេះម្នាក់ក៏មិនអាចទុកបានដែរអ្នកទាំងពីរទទួលបញ្ជាទៅចាប់មនុស្សទាំងនេះទាំងអស់យកមកលុបទៅតាមកន្លែងផ្សេងទៅភូមិដែលលំបាកបំផុតទ្រព្យសម្បត្តិទាំងអស់ត្រូវដកហូតតែនឿយហត់ដល់អូនហើយរឿងញញៃរបស់ Herfo នៅតែត្រូវឲ្យអូនមកចាត់ចែងដោយផ្ទាល់មិនហត់ទេសម្អាតរបស់ស្មោកគ្រោកទាំងនេះឲ្យអស់តែម្ដងទៅទើបជីវិតពួកយើងអាចរស់នៅបានដោយសុខសាន្តលោកស្រីលោកហៅយេមិនស្រួលហើយឆោឡោបែបនេះតើមានសិលធម៌អីនិយាយមកតើមានរឿងអីគឺឈិនរូចៅនាង3កូនដែលទើបតែគ្រប់ខែលុបជង្គង់នៅខាងក្រៅផ្ទះមានប្រជាជនចោមរោមមើលពេញហ្នឹងនាងនិយាយថាប្រសិនបើលោកស្រីមិនព្រមទទួលនាងទេថ្ងៃនេះនាងនឹងបោកក្បាលស្លាប់នៅមុខកម្មចន្ទា Herfo របស់យើងហើយមើលទៅនាងដាច់ចិត្តចង់ស្លាប់មែនទែនហើយលោកស្រីចាំងនាងហៅសូមលោកស្រីមេត្តាអាណិតទទួលពួកយើងម្ដាយនិងកូនផងសឹមយ៉ានស្លាប់ហើយខាងគ្រូសាស្ត្រខ្ញុំណាយដែលខ្ញុំធ្វើឲ្យអាម៉ាស់មុខក៏ដេញខ្ញុំចេញមកខ្ញុំពិតជារស់នៅលេងកាត់ហើយសូមអង្វរលោកស្រីទោះឲ្យខ្ញុំធ្វើជាគោជាសេះក៏ព្រមដែរសូមតែបាយឲ្យកូននេះញ៉ាំផងមើលទៅពិតជាគួរឲ្យអាណិតណាស់មិនថាចាស់ធ្វើខុសអ្វីទេទោះយ៉ាងណាកូននេះក៏ជាឈាមជ័រត្រកូលសឹមដែរគួរឲ្យអាណិតអីតើអ្នកភ្លេចរឿងដែលនាងបានធ្វើការពីមុនហើយមែនទេនាងនឹងសឹមយ៉ានលួចលាក់មានស្នេហានិងរួមគំនិតសម្លាប់ប្តីខ្លួនឯងហេតុអ្វីពេលនោះមិនអាណិតផងឈិនរូសៀវឈប់ប្រើល្បិចធ្វើខ្លួនឲ្យគួរឲ្យអាណិតនេះទៅសិនយានធ្វើអាក្រក់ច្រើនណាស់បានចាក់ចេញពីភូមិគ្រឹះតាំងពីយូរហើយក្មេងនេះមិនមានពាក់ព័ន្ធអ្វីជាមួយភូមិគ្រឹះឆាំងនីងហៅរបស់ខ្ញុំទេទង្វើរបស់អ្នកមានកំហុសភូមិគ្រឹះហៅមិនចង់ប្រកាន់ទោសអ្នកទេនេះចាត់ទុកថាជាចិត្តទូលីណាស់ទៅហើយស៊ីជីយូអ្នកកុំអួតខ្លាំងពេកអ្នកស្មានថាអ្នកឈ្នះមែនទេអ្នកបង្ខំខ្ញុំឲ្យតច្រកទោះបីខ្ញុំខ្លាចជាខ្មោចក៏លោកប៉ាមិនលើកលែងឲ្យអ្នកជាដាច់ខាតបើហ៊ាននិយាយផ្ដេសផ្ដាសតែមួយម៉ាត់ទៀតខ្ញុំនឹងបញ្ជូនអ្នកទៅជួបសិនយាននៅឋានរកឥឡូវនេះគាត់មិនទុកវាចោលបែបនេះទេមនុស្សដែលត្រូវបានគេបង្ខំឲ្យតច្រករឿងអ្វីក៏អាចធ្វើបានដែរអាហ្វូចិនមិនល្អទេនៅខាងក្រៅកំពុងនិយាយដាំលោកស្រីសពគ្រប់អូតើគេនិយាយដាំអ្វីខ្លះនិយាយមកមើលមនុស្សនៅខាងក្រៅដាប់ផ្សព្វផ្សាយពាក្យចាំអារម្មណ៍គ្រប់កន្លែងថាអ្នកមានចិត្តអាក្រក់សាហាវខុសខើបង្ខំឲ្យម្ដាយកូនឈៀងរូហៀងចេញទៅសុំទានហើយថែមទាំងនិយាយថាអ្នកចំណែងឈ្នានេះមិនអាចទុកសំបីតែដំណក់ឈាមមួយរបស់គ្រូសាសិនមានតែប៉ុណ្្នឹងមែនទេនៅមានទៀតទេនៅមានអ្នកខ្លះនិយាយថាខ្ញុំលើកលែងទោសឲ្យគ្មានទោសទេនិយាយតាមត្រង់មកនៅមានអ្នកខ្លះទៀតនិយាយថាកូននៅក្នុងពោះរបស់អ្នកមិនមែនជាកូនរបស់មេតបយើងតតែសោះនិយាយថាអ្នកមិនកាន់តាមច្បាប់ជាស្រីយូរហើយឈិនរូស៊ីពូកែប្រឌិតរឿងមែនសូម្បីតែល្បិចថោកទាបបែបនេះក៏ប្រើដែរតើនរណានិយាយផ្ដេសផ្ដាសខ្ញុំនឹងនាំតបទៅតាមផ្លូវឥឡូវនេះយកពួកស្រីមាត់ដាច់ដែលបាននិយាយបង្កាច់បង្ខូចរឿងទាំងនោះចាប់មកម្ដងម្នាក់កាត់អណ្ដាតរបស់ពួកវាឲ្យអស់ចាំមើលថាតើនរណាហ៊ានបង្ខូចឈ្មោះអ្នកទៀតឈប់សិនកុំឆេវឆាវពេកចុះត្រូវធ្វើដូចម្ដេច
តែបណ្ដោយឲ្យពួកអ្នកភូមិអកទាំងនោះបង្ខូចភាពស្អាតស្អំរបស់អ្នកបែបនេះមែនទេខ្ញុំមិនអាចទ្រាំនឹងរឿងនេះបានទេបើអ្នកចេញទៅចាប់មនុស្សឥឡូវនេះការបិទមាត់អ្នកភូមិគឺពិបាកជាងការបិទស្ទឹងទៅទៀតផ្ទុយទៅវិញវានឹងធ្វើឲ្យពាក្យចាំអារ៉ាមរបស់ពួកគេខ្លាចជាការពិតវានឹងចូលក្នុងល្បិចរបស់ឈីនរូសៀវល្មមអីចឹងតាមសម្ដីរបស់អ្នកយើងនឹងប្រើល្បិចបោកវិញឲ្យគេទ្រាំមិនបានរួចក៏បញ្ចេញចំណុចខ្សោយមកខ្លួនឯងអ្នកចាត់ចែងបញ្ជីភ្លាមទៅបញ្ជូនមនុស្សទៅមន្ទីរពេទ្យធំក្នុងជើងឆឹងដោយសម្ងាត់ដើម្បីទិញថ្នាំជំនួយកុហកទន្ទឹមនឹងនោះបញ្ចេញព័ត៌មានទៅខាងក្រៅនិយាយថាដោយសារតែខ្ញុំបានរៀបពាក្យចាំអារ៉ាមអាក្រក់ទាំងនេះធ្វើឲ្យខឹងខ្លាំងប៉ះពាល់ដល់កុហកពេលនេះកំពុងដេកលើក្រែកក្រោកមិនរួចទេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតហើយល្បិចអូសពុះចេញពីក្រហងល្អណាស់ខ្ញុំនឹងទៅរៀបចំភ្លាមហា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 វាងភូជឺខ្ញុំពិតជាមើលស្រាលអ្នកមែនត្រូវបានគេបញ្ជូនទៅតំបន់ស៊ីប៉ីដែលត្រជាក់ខ្លាំងជ្រូងជឿអ្នកនៅតែអាចមានជីវិតរត់ត្រឡប់មកជឹងឆឹងវិញបានទៀតខ្ញុំបម្រើបានឮថាហ្វូជិនឈឺធ្ងន់បារម្ភពីសុខភាពរបស់ហ្វូជិនទើបខំប្រឹងរត់ត្រឡប់មកមើលអ្នកវិញទាំងប្រថុយជីវិតហឹមនៅចំពោះមុខខ្ញុំនៅតែហ៊ាននិយាយកុហកទៀតបើនៅតែមិនប្រាប់ការពិតទៀតខ្ញុំនឹងកាត់ក្បាលអ្នកឥឡូវនេះរួចចេញច្រាំអ្នកឲ្យឆ្កែស៊ីកុំសម្លាប់ខ្ញុំអីខ្ញុំនឹងនិយាយការពិតគឺឈីងរូសៀងគឺគាត់ឲ្យខ្ញុំមកតើគាត់ឲ្យអ្នកមកធ្វើអ្វីគាត់ឲ្យប្រាក់ខ្ញុំឲ្យខ្ញុំលួចចូលមកដើម្បីមកមើលថាតើអ្នកចិត្តស្លាប់ដោយសារខឹងខ្លាំងមែនឬអត់បើបញ្ជាក់ថាអ្នកចិត្តស្លាប់ហើយឲ្យប្រញាប់ត្រឡប់ទៅប្រាប់គាត់វិញដើម្បីបន្តផ្សព្វផ្សាយព័ត៌មានថាអ្នកបានខឹងស្លាប់ហើយបន្ទាប់មកឆ្លៀតឱកាសប្រមូលផ្ដុំមនុស្សបង្កចំនួនក្នុងភូមិគ្រីហៅដើម្បីដណ្ដើមយកទ្រព្យសម្បត្តិគេពិតជាពូកែរៀបគម្រោងមែនក្នុងពេលដែលគេចូលចិត្តបង្កើតពាក្យចាំអារ៉ាមបែបនេះចូលចិត្តបង្កប់គំនិតមនុស្សអីចឹងខ្ញុំនឹងបម្រើគេឲ្យបានតាមចិត្តខ្ញុំចង់ឲ្យមនុស្សទូទាំងជឹងឆឹងមើលឃើញថាស្ត្រីដែលមានចរិតខ្ពង់ខ្ពស់ម្នាក់នេះតាមពិតទៅគឺជាមនុស្សថោកទាបបែបណាមុនព្រឹកថ្ងៃស្អែកខ្ញុំចង់ឲ្យភស្តុតាងនៃទោសកំហុសរបស់គេបិទពេញតាមដងផ្លូវក្នុងជឹងឆឹងតាមពិតគឺបែបនេះសោះពាក្យចាំអារ៉ាមទាំងនោះសុទ្ធតែគេជួមនុស្សមកផ្សព្វផ្សាយឈិនរូសៀវនេះពិតជាមានចិត្តអាក្រក់ពេកហើយសូម្បីតែកូនដែលមិនទាន់កើតមកក៏ហ៊ានដាក់បណ្ដាសាដែរពិតមែនហើយស្ដាយក្រោយដែលប៉ុន្មានថ្ងៃមុនខ្ញុំនៅអាណិតដែលគេលុតជង្គង់មុខភូមិគ្រីអាណិតខុសហើយពិតជាខ្វាក់ភ្នែកមែនមនុស្សប្រភេទនេះគួរតែត្រូវគេកាត់សាច់ជាដុំមើលចុះគឺស្ត្រីចិត្តសាហាវឈិនរូសៀវនឹងហើយហា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 CGU អ្នកមិនទុកផ្លូវរស់ឲ្យខ្ញុំទេអញ្ចឹងកុំមកបន្ទោសខ្ញុំឲ្យសោះលីដារឹងឲ្យតែអ្នកអាចជួយខ្ញុំកម្ចាត់សិនហ៊ួននិង CGU បានឈិនរូសៀវនឹងធ្វើជាគោជាសេះឲ្យអ្នកអស់មួយជីវិតអូអ្នកជាមនុស្សដែលគេស្អប់ខ្ពើមដោយកណ្ដុរឆ្លងថ្នល់តើយកអ្វីមកគិតថាខ្ញុំនឹងហ៊ានប្រឆាំងជាមួយឆាំងនីងហៅដែលមានតបក្នុងដៃច្រើនបែបនេះពីព្រោះអ្នកមានសត្រូវរួមគ្នាសិនហ៊ួនកាន់កាប់កងទ័ពស៊ីប៉ី100000នាក់ប៊ីសៀបានខ្លាចជាញាតិគាត់តាំងពីយូរហើយសិនហ៊ួនគឺជាក្នុងបង្អែករបស់ព្រះអង្គម្ចាស់ទី3អ្នកគឺជាគ្រូរបស់ព្រះអង្គម្ចាស់ទី2បើគាត់នៅមានជីវិតព្រះអង្គម្ចាស់ទី2គ្មានផ្លូវបានឡើងគ្រងរាជឡើយខ្ញុំមានវិធីក្តាប់ចំណុចខ្សោយសំខាន់របស់សិនហ៊ួនបានដើម្បីឲ្យគាត់ទៅរកសេចក្តីស្លាប់ជាវិធីអ្វីហ៊ានបោះបង់ខ្ញុំផងឥឡូវនេះនឹងកាត់អ្នកឲ្យឆ្កែស៊ីសិនហ៊ួនគ្រប់គ្រងតបតឹងរឹងណាស់កូនចៅមានការមិនពេញចិត្តជាយូរមកហើយមេតបរង2 3នាក់ត្រូវបានដាក់ទោសធ្ងន់ធ្ងរពីបទពុករលួយពួកគេមានគំនុំក្នុងចិត្តជាយូរហើយខ្ញុំអាចតាក់ទងពួកគេដើម្បីប្រមូលឬសូម្បីតែប្រឌិតភស្តុតាងដែលសិនហ៊ួនប្រើកងទ័ពដើម្បីអំណាចផ្ទាល់ខ្លួនសម្បត្តិសម្ងាត់របស់អ្នករួមជាមួយបាក់ពួកគាត់នឹងត្រូវស្លាប់ជាមិនខានហា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 ជីកល្បិចខ្ចីដៃអ្នកដទៃសម្រាប់មនុស្សដ៏ល្អមែនអ្នកជាស្រីចិត្តអាក្រក់ប៉ុន្តែក៏មានភាពក្លាហានគួរសមដែរខ្ញុំជឿអ្នកម្ដងបើជោគជ័យទីនេះឲ្យអ្នកនិងកូនស្រីរស់នៅដោយគ្មានកង្វល់អរគុណលោកម្ចាស់ព្រះចៅអធិរាជមានព្រះជន្មរាប់ពាន់ឆ្នាំរាប់ពាន់ឆ្នាំរាប់ម៉ឺនឆ្នាំពួកអ្នកទាំងអស់គ្នាក្រោកឈរឡើងបើមានរឿងត្រូវរាយការណ៍មកបើគ្មានរឿងទេបញ្ចប់ការប្រជុំ BC ខ្ញុំចង់ប្តឹងពីឆាំងនីងហៅសិនហ៊ួនអាំងលើស្នាដៃសឹកបណ្ដោយឲ្យកូនចៅជិះជាន់ប្រជាជនរំលោភយកដីស្រែល្អមើងងាយច្បាប់របស់រាជវាំងគ្រប់គ្រងកងទ័ពមិនតឹងរឹងនេះគឺជាទោសធ្ងន់ណាស់ BC
BC ខ្ញុំក៏បានទទួលរបាយការណ៍សម្ងាត់ដែរសិនហ៊ួនលួចពង្រីកឥទ្ធិពលកងទ័ពសម្ងាត់មានបំណងចង់ក្បត់ជាតិ BC ល្មមហើយជប់និយាយទាំងអស់គ្នាទៅព្រះអង្គម្ចាស់សូមស្មោះព្រះតីចេញព្រះរាជក្រឹត្យរបស់ខ្ញុំឆាងនីងហៅសិនហ៊ួនគ្រប់គ្រងទ័ពមិនបានល្អបង្កឲ្យមានការរិះគន់ជាច្រើនបញ្ជាឲ្យសិនហ៊ួនស្នាក់នៅក្នុងមន្ទីរយោធានៅជីក្រុងចិនឆឹងភ្លាមដើម្បីរៀបចំកិច្ចការកងទ័ពឡើងវិញកំណត់ពេល1 ខែទូបង្គំទទួលបញ្ជាញ៉ាំស៊ុបមួយចានទៅឃើញអ្នកមើលសៀវភៅយុទ្ធសាស្ត្រនិងរបាយការណ៍ស្រូវអស់មួយរសៀលទៅហើយលីសុងនិងក្រុមកូនចៅរបស់ព្រះអង្គម្ចាស់ទី2នេះបានប្តឹងផ្តល់ជាញឹកញាប់ក្នុងសន្និការថាខ្ញុំប្រើកងទ័ពដើម្បីអំណាចខ្លួនឯង BC មានចរិតសង្ស័យច្រើនបានចាប់ផ្ដើមសង្ស័យលើខ្ញុំហើយប៉ុន្មានថ្ងៃនេះសូម្បីតែរបាយការណ៍របស់ខ្ញុំក៏មិនត្រូវបានចាត់ការដែរកុំបារម្ភអីមនុស្សល្អតែងតែស្អាតស្អំជានិច្ចអ្នកបានកសាងស្នាដៃសិទ្ធិយ៉ាងអស្ចារ្យសម្រាប់មហាឈានឲ្យតែអ្នកមានភក្ដីភាព BC នឹងយល់ពីចិត្តណាល្អរបស់អ្នកក្នុងពេលឆាប់នេះពួកគេគ្រាន់តែជាមនុស្សធ្លុកដែលបង្កបញ្ហាប៉ុណ្ណោះមិនអាចធ្វើអ្វីធំដុំបានទេសង្ឃឹមថាវានឹងជាបែបនោះគ្រាន់តែធ្វើឲ្យអ្នកលំបាកហើយកំពុងមានផ្ទៃពោះនៅតែត្រូវមកព្រួយបារម្ភជាមួយខ្ញុំទៀតហាហាភរិយាមេតបមិនល្អទេមានរឿងធំហើយតើមានរឿងអ្វីបានជាស្លន់ស្លោបែបនេះមានសេចក្តីរាយការណ៍បន្ទាន់800លីពីព្រំដែនសត្រូវ BT មកដល់ហើយកងទ័ព100000នាក់បានឆ្មក់វាប្រហារព្រំដែនបានវាបំបីក្រុងចំនួន3ទៅហើយមេតបការពារព្រំដែនរបស់យើងបានស្លាប់ក្នុងសមរភូមិហើយតើអ្នកនិយាយអ្វីកងទ័ព100000នាក់និយាយមកមើលការពីធម្មតាវិញម្នាក់ដណ្ដើមអំណាចគ្នាឆ្លោះគ្នាមិនឈប់សោះឥឡូវនេះដាវរបស់សត្រូវ BT ចិត្តមកដល់របស់ខ្ញុំទៅហើយហេតុអ្វីបានជាស្ងាត់មាត់អស់អីចឹងពួកអ្នកទាំងអស់គ្នាតើនរណាស្ម័គ្រចិត្តដឹកនាំទ័ពចេញទៅប្រយុទ្ធដើម្បីកម្ចាត់សត្រូវ BT ឲ្យខ្ញុំនេះគឺជាការងារប្រថុយជីវិតសត្រូវ BT មកដល់យ៉ាងខ្លាំងក្លានរណាទៅគឺត្រូវតែស្លាប់ BC ខ្ញុំស្ម័គ្រចិត្តដឹកនាំទ័ពចេញទៅប្រយុទ្ធបើមិនកម្ចាត់សត្រូវ BT ឲ្យអស់គឺមិនត្រឡប់មកវិញជាដាច់ខាតល្អណាស់មិនខុសបំណងដែលជាមេតបពេញពេរបស់ខ្ញុំមែនជាសោទ្រូងរបស់ប្រទេសជាតិខ្ញុំនឹងតែងតាំងអ្នកជាមេតបធំឆឹងពេភ្លាមគ្រប់គ្រងកងទ័ព20000នាក់ប្រគល់ដាវសាំងហ្វាងនឹងចេញដំណើរចាប់ពីថ្ងៃនេះទៅមិនឲ្យមានកំហុសទេទូបង្គំទទួលបញ្ជាសុំទោសអ្នកកំពុងតែមានផ្ទៃពោះវាគួរតែជាពេលដែលខ្ញុំនៅក្បែរអ្នកតែខ្ញុំបែរជាត្រូវចាក់ចេញនៅពេលនេះមិនអាចនៅមើលអ្នកសម្រាលកូនបានទេកុំនិយាយរឿងឈួតបែបនេះអ្នកគឺជាទេវតាសង្គ្រាមរបស់មហាឈានការការពារជាតិមាតុភូមិគឺជាការទទួលខុសត្រូវរបស់អ្នកខ្ញុំនិងកូននឹងរស់នៅយ៉ាងសុខសាន្តក្នុងចិញ្ចឹងយើងនឹងរងចាំអ្នកត្រឡប់មកវិញដោយជោគជ័យ221នៅផ្ទះអ្នកត្រូវតែមើលថែខ្លួនឯងឲ្យបានគ្រប់យ៉ាងក្នុងសន្និការមានរឿងសម្ងាត់ជាច្រើនកំពុងកើតឡើងលីសុងនិងព្រះអង្គម្ចាស់ទី2នឹងមិនព្រមជប់នេះទេបើជួបរឿងដែលដោះស្រាយមិនចេញចូលយកសញ្ញាសម្គាល់របស់ខ្ញុំចូលវាំងដើម្បីទៅរកអាគមហេសេភ្លាមខ្ញុំបានទុកកងការពារសម្ងាត់ដែលខ្លាំងបំផុតទាំង10នាក់ទុកឲ្យអ្នកទាំងអស់ពួកគេនឹងនៅការពារក្នុងភូមិគ្រីហូទាំងយប់ទាំងថ្ងៃដើម្បីសុវត្ថិភាពរបស់អ្នកខ្ញុំដឹងហើយអ្នកកុំបារម្ភអីនេះគឺជាយន្តការពារសុវត្ថិភាពដែលខ្ញុំធ្វើការពីយប់មិញបានយកទៅវត្តធូគូដើម្បីឲ្យព្រះសង្ឃសូត្រមន្តប្រសិទ្ធប្រហើយអ្នកត្រូវយកតាមខ្លួនជានិច្ចចាត់ទុកថាខ្ញុំនឹងកូននៅក្បែរអ្នកចុះរងចាំខ្ញុំត្រឡប់មកវិញកងទ័ពទាំងអស់ចេញដំណើរ237យើងត្រឡប់ទៅវិញទៅខ្យល់ខ្លាំងណាស់ប្រយ័ត្នផ្ដាសាយឈីងតាន់បញ្ជូនបញ្ជារបស់ខ្ញុំទៅចាប់ពីថ្ងៃនេះទៅភូមិគ្រីឆាងនីងហូត្រូវបិទទ្វារឲ្យជិតបើគ្មានការអនុញ្ញាតពីខ្ញុំមិនឲ្យនរណាម្នាក់ចេញចូលតាមអំពើចិត្តឡើយបើអ្នកណាហ៊ានល្មើសនឹងត្រូវវាយឲ្យស្លាប់ខ្ញុំបម្រើទទួលបញ្ជាទានសៀឱកាសមកដល់ហើយលីដារិនតាមានយោបល់អ្វីល្អមែនទេចំណុចខ្មៅក្នុងចិត្តរបស់សិនហ៊ួនឥឡូវនេះបានដឹកនាំទ័ពទៅព្រំដែនដ៏ឆ្ងាយមិនដឹងថាត្រឡប់មកវិញពេលណាទេក្នុងជើងឆឹងសល់តែ CGU ម្នាក់គត់ដែលកំពុងមានផ្ទៃពោះសិនហ៊ួនក៏មិននៅសម្ព័ន្ធភាពរវាងប្តីប្រពន្ធគេត្រូវបានកាត់ផ្ដាច់ហើយឲ្យតែកូនក្នុងពោះរបស់ CGU ស្លាប់សិនហ៊ួននៅសមរភូមិមុខនឹងមានចិត្តជួចច្របល់ជាមិនខានពេលនោះយើងគ្រាន់តែធ្វើសកម្មភាពបន្តិចបន្តួចពីក្រោយខ្នងល្អរឿងនេះប្រគល់ឲ្យអ្នកជាអ្នកចាត់ចែងចង់ចាំថាត្រូវធ្វើឲ្យស្អាតស្អំកុំឲ្យបន្សល់ទុកដានអ្វីដែលនាំឲ្យមានរឿងឲ្យសោះទានសៀកុំបារម្ភអីខ្ញុំបានរៀបចំរួចរាល់អស់ហើយនឹងមិនមានកំហុសឡើយកុំបន្ទោសថាខ្ញុំចិត្តសាហាវអីលីដារិនបានសន្យាឲ្យមាន500ដំឡឹងហើយនឹងរៀបចំឲ្យខ្ញុំរត់ទៅឆ្ងាយទៀតនេះគឺជាទ្រព្យសម្បត្តិដ៏មហាសាលឈប់សិនហ៊ានណាស់យើងមកតាមបញ្ជាដើម្បីនាំយកឆ្នាំជំនួយខ្ពើរបស់ស្ដេចពួកអ្នកជាអ្នកបម្រើហ៊ានមករារាំងផងមែនទេរបស់របរដែលត្រូវចូលក្នុងមាត់របស់វូចិនទោះបីជារបស់ព្រះរាទានក៏ត្រូវតែត្រួតពិនិត្យសិនដែរនេះគឺជាព្រះមហាករុណាธิគុណបើធ្វើឲ្យខូចខាតតើពួកអ្នកទទួលខុសត្រូវរួចមែនទេពិតជាមានជាពលមែនចាប់វាទៅ274និយាយមកតើនរណាជាអ្នកបញ្ជាឲ្យអ្នកដាក់ថ្នាំពុលក្នុងថ្នាំជំនួយខ្ពើរបស់ខ្ញុំថ្នាំពុលមែនទេខ្ញុំបម្រើគ្រាន់តែវង្វេងមួយពេលប៉ុណ្ណោះគ្មាននរណាដឹងឡើយបើមិននិយាយទេល្អណាស់កងការពារសម្ងាត់កំទេចឆ្អឹងដៃរបស់វាឲ្យបាក់ម្ដងមួយអ៊ីងតតែវាព្រមនិយាយទៅឈប់282ចាស់283
កុំវាគិតអីខ្ញុំនឹងនិយាយហើយគឺលោកម្ចាស់លីសុងតាលីស៊ឺជីងលីដារិនបានឲ្យមាសចំនួន500ដំឡឹងដល់ខ្ញុំបម្រើថាឲ្យតែអ្នកនឹងកូនក្នុងពោះស្លាប់មេតបសិននៅសមរភូមិមុខនឹងជ្រួលច្របល់ចិត្តជាមិនខាននឹងជិះចាប់រហូតដល់មិនចង់រស់ពេលនោះពួកគេនឹងឆ្លៀតឱកាសបង្កបញ្ហាក្នុងសន្និកាដើម្បីផ្ដួលរំលំមេតបសិនឲ្យអស់ពិតជាល្អណាស់លីសុងដើម្បីការដណ្ដើមអំណាចក្នុងសន្និកាសូម្បីតែកូនក្មេងមិនទាន់កើតក៏មិនលើកលែងឲ្យដែរពិតជាឈួតខ្លាំងណាស់ជីងតានរៀបចំប្រទេសរួចនាំអាមៀតឲ្យម្នាក់នេះទៅជាមួយតាមខ្ញុំចូលវងភ្លាមប៊ីស៊ីសិនហ៊ួនកំពុងប្រយុទ្ធយ៉ាងស៊ីសាច់ហត់ឈាមនៅខាងក្រៅដើម្បីប្រទេសជាតិប៉ុន្តែលីសុងបែរជាប្រើល្បិចអាក្រក់ពីក្រោយខ្នងបែបនេះសូប៉ាន់អាមៀតឲ្យក្នុងផ្ទះបាយលួង301មានបំណងដាក់ថ្នាំពោះសម្រាប់ខ្ញុំនិងកូនក្នុងពោះប្រសិនបើសិនហ៊ួនដឹងថាប្រពន្ធកូនត្រូវស្លាប់យ៉ាងអាណោចអាធំតើគាត់នឹងអស់សង្ឃឹមយ៉ាងណាទៅ304សូមប៊ីស៊ីមេតាផ្ដល់យុទ្ធធម៌ឲ្យខ្ញុំ305និងផ្ដល់យុទ្ធធម៌ឲ្យគ្រួសារសិនផងហ៊ានណាស់លីសុងពិតជាហ៊ានខ្លាំងណាស់ក្នុងសន្និការរបស់ខ្ញុំមិននឹកស្មានថាមានមនុស្សចិត្តអាក្រក់បែបនេះសោះនរណានៅទីនោះបញ្ជូនបញ្ជារបស់ខ្ញុំទៅឲ្យប្រមូលផ្ដុំកងទ័ពការពារវាំងភ្លាមចាប់អាមនុស្សចាស់ជរាលីសុងនោះមកឲ្យខ្ញុំបោះចូលក្នុងគុកកង្ងឹតទៅបើតាជាអម្ចាស់មិនអាចបន្ធូរដៃបានទេលីដារិនគាត់ត្រូវបានគេទម្លាក់កំហុសឲ្យទេទម្លាក់កំហុសមែនទេទាំងសាក់សី316និងផុសតាំងគឺនៅទីនេះកម្មត្រូវបានសរសេរយ៉ាងច្បាស់លាស់នៅលើក្រដាសខ្មៅតើទម្លាក់កំហុសមកពីកន្លែងណាបើតាជាអម្ចាស់លោកត្រូវបានស្ត្រីអាប់ធ្មប់ម្នាក់នេះបោកប្រាស់ហើយរឿងទាំងអស់នេះសុទ្ធតែ CGU និងសិនហ៊ួនបានរៀបចំគម្រោងធ្វើបាបខ្លួនឯងយ៉ាងម៉ត់ចត់ពួកគេធ្វើដើម្បីចាប់ប្រកាន់លីដារិនប៉ុណ្ណោះដើម្បីកម្ចាត់គូប្រជែងកាន់កាប់កងទ័ព80000នាក់នៅខាងក្រៅ CGU បង្កប់ជុំភ្លៀងនៅក្នុងជញ្ជឹងអ្នកទាំងពីរត្រូវរត់គ្នាទាំងក្នុងទាំងក្រៅបែបនេះគួរតែត្រូវបានដាក់ទោស CGU តើអ្វីដែលកូនទី2និយាយគឺជាការពិតមែនទេ BC ខ្ញុំត្រូវបានគេទម្លាក់កំហុសឲ្យទេសិនហ៊ួនមានចិត្តស្មោះត្រង់នឹងព្រះករុណាដែលមិនដេកដឹងនេះគាត់នៅឯបន្ទីព្រំដែនហាកខ្យល់ផឹកទឹកសន្សើមត្រៀមខ្លួនជានិច្ចដើម្បីលះបង់ជីវិតដើម្បីជាតិតើវាគឺដើម្បីបដូរយកពាក្យថាមានចិត្តណាប៉ះបោលឬសាក់សីរបស់ទីនេះគឺជាភស្តុតាងដ៏រឹងមាំតើវាអាចជាការคล้ายៗបានយ៉ាងដូចម្តេចព្រះអង្គម្ចាស់ទី2មានតែមកទេគឺទើបជាការមួយបង្កាច់ពិតប្រាកដតើនរណាមិនដឹងថាវាមានចាំងនាងហូររបស់អ្នកចិញ្ចឹមមនុស្សមានចិត្តខូចខើតែដាច់ស្រឡះចម្លើយសារភាពនេះប្រកាសជាត្រូវបានអ្នកបង្ខិតបង្ខំដោយការធ្វើទារុណកម្មបើតាត្រង់មិនអាចជឿស្ត្រីអាក្រក់ដែលមានល្បិចកលច្រើនអ្នកនេះបានទេព្រះអង្គម្ចាស់ទី2លោកហៅថាស្ត្រីអាក្រក់គ្រប់មាត់តើនៅមានអត្តចរិតជាព្រះអង្គម្ចាស់បន្តិចដែរឬទេព្រះករុណាព្រះអង្គម្ចាស់ទី2នេះកំពុងធ្វើជាចោរស្រែកឲ្យគេជួយចាប់ចោលតើអាជីជាមនុស្សបែបណាប៊ុញកងដែលជាអ្នកមានដឹងច្បាស់បំផុតនាងនឹងមិនយកកូនដែលមិនទាន់កើតរបស់ខ្លួនទៅប្រើល្បិចធ្វើបាបខ្លួនឯងឡើយល្មមហើយរឿងនេះពាក់ព័ន្ធច្រើនណាស់យើងនឹងចាត់ឲ្យតាលីស៊ឺនិងស៊ីងពូស៊ើបអង្កេតឲ្យបានហ្មត់ចត់មុនពេលមានសេចក្តីសន្និដ្ឋានច្បាស់លាស់មិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីផ្ដេសផ្ដាស់ឡើយ CGU អ្នកកំពុងមានផ្ទៃពោះហើយត្រូវបានគេបំភ័យត្រឡប់ទៅវិមានហូរសម្រាប់សិនទៅលីសុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរងចាំការស៊ើបអង្កេតលោកស្រីតើយើងគួរធ្វើដូចម្តេចឥឡូវនេះព្រះអង្គម្ចាស់ទី2មកបង្ករឿងបែបនេះព្រះករុណាដូចជាមានការសង្ស័យចំពោះលោកមេតបមិនព្រមសម្រេចទោសប្រហារជីវិតលីសុងភ្លាមឡើយព្រះករុណាមានចរិតសង្ស័យច្រើនព្រះអង្គម្ចាស់ទី2បានចាប់ចំចំណុចខ្សោយរបស់ទ្រង់ប៉ុន្តែមិនអីទេឲ្យតែសិនហ៊ួនឈ្នះសមរភូមិនៅសមរភូមិមុខការសង្ស័យទាំងអស់នឹងរលាយបាត់ដោយឯកឯងសារបន្ទាន់800លីជ័យជំនះនៅបន្ទីព្រំដែនលោកមេតបវាបំបែករនាងខ្មាំងហើយទូថ្វាយព្រះករុណាមេតបសិនហេងបានដឹកនាំកងទ័ពឆ្មក់វីប្រហារនៅហ្វុងសេសានគូវីបំបែកកម្លាំងសំខាន់របស់បេទីមេតបសិនបានសម្លាប់បុត្រាច្បងរបស់ខ្មាំងបេទីដោយផ្ទាល់កងទ័ពខ្មាំងត្រូវបរាជ័យខ្ចាត់ខ្ចាយពេលនេះមេដឹកនាំបេទីភ័យខ្លាចខ្លាំងណាស់ត្រូវបានបង្ខំឲ្យបញ្ជូនទូតមកសុំចរចាសន្តិភាពយកព្រមគោរពតាចិនជាប្រទេសមេថ្វាយសួយសារអករៀងរាល់ឆ្នាំតើមានរឿងអ្វីហាល្អណាស់ពិតជាទេវតាការពារដាចិនមែនសិនហេងពិតជាសមជាកម្ពុជាមេតបការពារទីខាងជើងរបស់យើងជាមេតបសំណាងរបស់យើងមែនតាមរាជបញ្ជារបស់យើងរងចាំមេតបសិនត្រឡប់មកវិមានចាងនីងហូវិញយើងនឹងចេញទៅទទួលដោយផ្ទាល់នៅក្រៅក្រុងស្លាប់ហើយសិនហេងបានសាងស្នាដៃធំធេងបែបនេះបើតាត្រង់ប្រកាសជាជឿតាមសម្ដីគាត់មិនខានបើរឿងក្តីរបស់លីសុងត្រូវបានលើកមកនិយាយម្ដងទៀតសូម្បីតែខ្ញុំក៏ត្រូវពាក់ព័ន្ធដែរមិនបានទេដាច់ខាត់មិនអាចឲ្យគាត់ត្រឡប់មកដល់រាជធានីបានឡើយបើគាត់មកវិញប្រកាសជាមិនលើកលែងឲ្យខ្ញុំឡើយត្រូវតែធ្វើមុនដើម្បីដណ្ដើមព្រៀបកំចាត់គាត់នៅតាមផ្លូវនាំអ្នកខ្លាំងទាំងអស់ក្នុងវិមានទៅប្រញាប់ទៅផ្លូវដែលត្រូវឆ្លងកាត់ពីព្រំដែនមករាជធានីជាបន្ទាន់ចងចាំទុកមិនថាត្រូវបង់ថ្លៃប៉ុណ្ណាក៏ដោយយកក្បាលសិនហ៊ួនមកជួបខ្ញុំចៅហ្វាយកុំបារម្ភកូនចាប់ប្រាជ្ញាសម្រាប់សិនហ៊ួនឲ្យបានទូលោកស្រីមានរបាយការណ៍សម្ងាត់ពីព្រំដែនត្រឡប់មកវិញពិតជាដូចអ្វីដែលលោកស្រីបានស្មានទុកមែនលីសុងអស់ផ្លូវក៏ធ្វើរឿងប្រថុយប្រថានបានបញ្ជូនឃាតទៅស្ទាក់សម្រាប់មេតបនៅពាក់កណ្ដាលផ្លូវគាត់មានតែល្បិចថោកទាបប៉ុណ្ណឹងឯងតែស្ថានភាពខាងមេតបយ៉ាងម៉េចហើយលោកស្រីកុំបារម្ភអ្នកខ្លាំងដែលលោកស្រីបានចាត់ឲ្យទៅការពារមេតបមុននេះបានកំចាត់ឃាតរបស់លីសុងទាំងអស់ហើយល្អណាស់តើបានទុកជីវិតនរណាម្នាក់ទេតើបានវត្ថុតាំងឬនៅបានទុកជីវិតម្នាក់
ហើយពីលើខ្លួនមេឃាតនោះបានរកឃើញមេដាយតាលីឈីងសយីងរបស់លីសុងព្រមទាំងសម្បត្តិបញ្ជាឲ្យធ្វើឃាតដែលគាត់សរសេរដោយដៃផ្ទាល់ភស្តុតាងច្បាស់ការលើកនេះចាំមើលថាព្រះអង្គម្ចាស់ទី2នឹងដោះស្រាយឲ្យគាត់យ៉ាងដូចម្តេចមានរបស់ទាំងនេះហើយគ្រាន់តែរងចាំថ្ងៃដែលកងទ័ពសិនហេងត្រឡប់មករាជធានីវិញគឺជាពេលដែលយើងត្រូវទូទាត់បញ្ជីជាមួយលីសុងថ្ងៃស្លាប់របស់ឯងមកដល់ហើយអាលីសុងពិតជាលួចផលិតអាវុធដោយសម្ងាត់មែនភស្តុតាងទាំងនេះគ្រប់គ្រាន់សម្រាប់រឹបអូសទ្រព្យសម្បត្តិនិងប្រហារជីវិតត្រកូលគេហើយជីងតានលោកស្រីតើលោកស្រីកើតអ្វីនឹងនរណានៅទីនោះឆាប់មកនេះលោកស្រីចិត្តសម្រាលកូនហើយប្រញាប់ទៅហើយឈ្មោះមកទឹកក្តៅនឹងខ្ញីចំណិតប្រញាប់យកមកលោកស្រីបៀមចំណិតខ្ញីនេះទុកកុំអស់កម្លាំងឲ្យសោះលោកស្រីប្រឹងឡើងប្រឹងបន្តិចទៀតឃើញក្បាលហើយកើតហើយសម្រាបានកូនប្រុសតូចម្នាក់ម្ដាយនិងកូនមានសុវត្ថិភាពទៅលឿនបន្តិចទៀតតានោះមិនមែនជាមេតបទិញពេកទេហេតុអ្វីមិនទាន់ដោះអាវក្រោះផងក៏ចូលក្នុងក្រុងបាត់ហើយលោកមេតបលោកត្រឡប់មកវិញហើយអាជីខ្ញុំត្រឡប់មកវិញហើយខ្ញុំមិនអីទេអ្នកត្រឡប់មកវិញហើយមើលចុះកូនប្រុសរបស់យើងអាជីគេតូចណាស់ខ្ញុំមិនហ៊ានប្រើកម្លាំងឡើយខ្លាចក្រែងធ្វើឲ្យគេរបួសមុខមាត់ដូចអ្នកណាស់ភ្នែកធំស្អាតណាស់ខ្ញុំមើលទៅដូចអ្នកជាងអ្នកមិនចាប់អារម្មណ៍ទេច្រមុះនឹងមាត់របស់គេដូចអ្នកបេះបិទតែម្ដងទៅថ្ងៃមុខច្បាស់ជាមានចរិតរឹងរូសមិនខានគេចាប់ដៃខ្ញុំហើយអាជីគេស្គាល់ខ្ញុំតើអ្នកគឺជាឪពុករបស់គេឈាមចោចគ្នាធម្មជាតិគេស្គាល់អ្នកហើយដាក់ឈ្មោះឲ្យកូនទៅអ្នកដែលជាឪពុកមិនអាចហៅគេថាអាតូចរហូតទេខ្ញុំមិនសង្ឃឹមឲ្យគេសាងស្នាដៃធំដុំដូចខ្ញុំទេសូមត្រឹមតែឲ្យជីវិតគេលូនល្អហៅថានីអានទៅសិននីអានមានន័យថានឹកដល់ភាពសុខសាន្តសង្ឃឹមថាជីវិតគេមានក្តីសុខគ្មានគ្រោះភ័យល្អណាស់ហៅថានីអានចុះកូនប្រុសល្អរបស់ពុកអូក្មេងនេះមុខគួរឲ្យស្រឡាញ់ណាស់ភ្នែកនឹងចិញ្ចាំនេះពិតជាបានយកកន្លែងស្អាតបំផុតពីអ្នកទាំងពីរមកមែនមកឲ្យជីដូនហួងជុំមួយបន្តិចមកជីដូនបានយកត្បូងដ៏ល្អមកជាមួយហាល្អណាស់យើងមើលទៅក្មេងនេះក៏ពេញចិត្តខ្លាំងដែរសិនហានលើកនេះអ្នកចេញទៅច្បាំងវាបំបីកម្លាំងខ្មាំងបៃទីការពីសន្តិសុខព្រំដែនរបស់យើងបាន10ឆ្នាំសាងស្នាដៃធំធេងដែលមិនអាចបំភ្លេចបានទូបង្គំមិនហ៊ានទទួលទេទាំងអស់គឺមកពីសំណាងរបស់ព្រះករុណាចៅហ្វាយមានរឿងហើយនិយាយមកអីគេកូនចៅចាស់របស់លីសុងកំពុងរៀបចំល្បិចបះបោរឬជាពេលពិធីបង្កប់កូនដែលព្រះករុណាស្ដេចចេញពីវាំងជាពេលការពីខ្សោយបំផុតដើម្បីធ្វើការមើលទៅត្រូវតែកម្ចាត់ឲ្យអស់មិនឲ្យសមម្នាក់ឡើយពួកគេមានគម្រោងដឹកនាំតបពីទ្វារវាំងសម្រាប់ព្រះករុណានិងព្រះអង្គម្ចាស់ទី3រួចថ្លែងរាជសារដើម្បីតែងតាំងព្រះអង្គម្ចាស់ទី2ឡើងសោយរាជមហិច្ឆតាមិនតូចទេតើពួកគេមានមនុស្សប៉ុន្មាននាក់ប្រហែលជាមានឃាតសម្រាប់ក្នុងផ្ទះជាង500នាក់អ្វីដែលពិបាកបំផុតនោះគឺនៅមានមេតបការពីទ្វារវាំងមួយចំនួនទៀតត្រូវបានពួកគេសូកប៉ាន់រួចហើយបើមានការសហការពីក្នុងនិងក្រៅបែបនេះវាំងពិតជាគ្រោះថ្នាក់ណាស់មិនត្រូវបង្អង់យូរឡើយយើងត្រូវវាយប្រហារឥឡូវនេះយករឿងនេះទៅទូលថ្វាយព្រះករុណាដោយផ្ទាល់ឲ្យទ្រង់រៀបចំការពីឲ្យបានល្អខ្ញុំនៅក្រៅវត្តរួចហើយរៀបចំការស្ទាក់សម្លាប់ជាច្រើនជាន់
ឲ្យតែពួកគេហ៊ានមកគឺឲ្យពួកគេមកហើយគ្មានផ្លូវត្រឡប់វិញឡើយពួកក្បត់ទាំងនេះយើងប្រណីពួកគេមិនបានទេពួកគេហ៊ានលើកតបបោពិតមែនព្រះអង្គម្ចាស់ទី2អសត្វត្រឆានសូម្បីតែបតាបង្កើតក៏ចង់សម្លាប់ដែរសិនហ៊ួនយើងបញ្ជាឲ្យអ្នកចាត់ការរឿងនេះដោយមានអំណាចពេញលេញអ្នកណាដែលចូលរួមក្នុងការបះបោរមិនថាជាសាច់ញាតិរាជវង្សត្រូវតែសម្លាប់ចោលទាំងអស់កុំទុកទូបង្គំទទួលរាជបញ្ជារងចាំខ្ញុំត្រឡប់មកវិញទៅចុះប្រយ័ត្នខ្លួនផងខ្ញុំនឹងកូនរងចាំអ្នកនៅផ្ទះជោគជ័យឬបរាជ័យគឺនៅទីនេះសម្លាប់ឲ្យអស់ក្នុងវាំងដណ្ដើមយកផែនដីសម្រុកទៅបញ្ជាទៅខាងក្រោមកុំធ្វើឲ្យអើចាំពួកគេចូលក្នុងរង្វង់ព័ទ្ធទាំងអស់សិនសឹមធ្វើការតើមានរឿងអ្វីកើតឡើងហេតុអ្វីសំបីតែស្រមោលមនុស្សក៏គ្មានព្រះករុណាយើងជាប់ល្បិចហើយឆាប់ដកថយព្រះអង្គម្ចាស់ទី2លោកខົບខិតជាមួយពួកក្បត់ទឹកនាំតបមកគៀបសង្កត់ក្នុងវាំងមានបំណងបះបោរអំណាចរបស់អ្នកបានរលីបាត់ហើយប្រញាប់ចុះពីលើសេះចុះចូលភ្លាមទៅសិនហ៊ួនអញនឹងប្រយុទ្ធជាមួយឯងឲ្យស្លាប់រស់សម្លាប់វាទៅអាមានចំណងក្បត់អាសត្វត្រឆានយើងពិតជាខ្វាក់ភ្នែកហើយបានជាស្រឡាញ់ឯងខ្លាំងបែបនេះឯងហ៊ានចង់ដើរលើសាកសពយើងដើម្បីឡើងគ្រងរាជ្យឯផងបើតាម្ចាស់លើកលែងទុកផងគុំគ្រាន់តែមានការភ័ន្តច្រឡំមួយពេលប៉ុណ្ណោះនរណានៅទីនោះដកតំណែងព្រះអង្គម្ចាស់ទី2ឲ្យក្លាយជាប្រជារាស្ត្រឃុំខ្លួនក្នុងភ្នូសពរាជវង្សអស់មួយជីវិតកូនចៅលីសុងត្រូវប្រហារជីវិតទាំងអស់ព្រះករុណាយកមិញនៅមានមេតបការពារវាំងមួយចំនួនទៀតដែលបានចូលរួមបះបោរតើត្រូវចាត់ការបែបណាយកទៅកាត់ក្បាលនៅក្រៅឧមិនដើម្បីបង្ហាញដល់សាធារណជនទាំងអស់បើតាមេតបសិនហ៊ួនមានសមត្ថភាពការពារប្រទេសកូនសូមឲ្យបើតាតែងតាំងសិនហ៊ួនជាគ្រូទេសជួយកូនចាត់ចែងកិច្ចការរាជការយកព្រមឯកឧត្តមទៅថ្ងៃមុខព្រះអង្គម្ចាស់នឹងត្រូវប្រគល់ឲ្យលោកព្រានប្រដៅហើយទូបង្គំទទួលរាជបញ្ជាអ្នកឯងកូនល្អកុំកំរើកអ្នកធាក់បែបនេះកន្ទុំនឹងរបូតបាត់ហើយហេតុអ្វីរឿងនេះពិបាកជាងការរៀបតបនៅសមរភូមិទៅទៀតមើលចុះអ្នកដៃជើងឆ្កងណាស់អ្នកចេញទៅឲ្យខ្ញុំធ្វើវិញក្មេងតូចនេះរពីណាស់កម្លាំងក៏ខ្លាំងដែរគេទើបតែអាយុ3ខែប៉ុណ្ណោះគឺជាពេលដែលកំពុងរករឿងហើយលោកស្រីព្រះមហេសីចាត់មនុស្សមកប្រាប់ថាឲ្យលោកស្រីនាំអ្នកប្រុសតូចចូលវាំងនៅថ្ងៃស្អែកដើម្បីកំដរទ្រង់សន្តានាចាស់ខ្ញុំដឹងហើយស្អែកខ្ញុំទៅជាមួយអ្នកដែរចៃដន្យល្អខ្ញុំក៏ចង់ពិភាក្សាអំពីក្បួនសិទ្ធិជាមួយព្រះអង្គម្ចាស់លោកស្រីលោកមេតបមានរឿងហើយគឺជាងរូឆាវនាងមិនដឹងរត់ត្រឡប់មករាជធានីវិញតាមណាទេឥឡូវកំពុងលុតជង្គង់នៅក្រៅទ្វារវិមានរបស់យើងតើមានរឿងអ្វីនាងនៅហ៊ានមកទៀតប្រញាប់ហើយអ្នកយាមដេញនាងចេញទៅកុំឲ្យប្រឡាក់ដេកវិមានចាំងនាងហូលោកមេតបដេញមិនទៅទេនាងបីកូនម្នាក់នៅក្នុងដៃសម្លៀកបំពាក់រហែករហុយនាងយំស្រែកថាកូនស្រីនាងមានជំងឺតក់ខ្យល់ភ្លាមគ្រូពេទ្យក្នុងក្រុងមិនព្រមព្យាបាលឡើយសូមឲ្យលោកស្រីមានមេត្តាជួយសង្គ្រោះកូនស្រីនាងផងតានេះមិនមែនជាលោកស្រីធំពីមុនទេហេតុអ្វីធ្លាក់ខ្លួនដល់ថ្នាក់នេះហេលួចលាក់ជាមួយប្អូនថ្លៃហើយសម្រាប់ប្តីខ្លួនឯងមិនស្លាប់គឺសំណាងធំណាស់ទៅហើយព្រះមហេសីចាំងធីងសូមជួយសង្គ្រោះកូនស្រីខ្ញុំផងនាងចិត្តមិនរួចហើយខ្ញុំដឹងថាខ្ញុំមានបាបកម្មធ្ងន់ណាស់ប៉ុន្តែក្មេងគឺមិនដឹងអីទេឈីងតាយកមេដាយរបស់ខ្ញុំទៅប្រញាប់ទៅអញ្ជើញលោកគ្រូពេទ្យវាងថៃអ៊ីពីក្នុងវាំងមក
អាជីអ្នកនៅជួយនាងទៀតស្រីពីរពលម្នាក់នេះធ្វើបាបអ្នកជាច្រើនដងនាងស្លាប់ក៏មិនគួរស្ដាយដែរចំនួនរវាងមនុស្សចាស់មិនគួរពាក់ព័ន្ធនឹងក្មេងឡើយក្មេងម្នាក់នេះមានឈាមជ័រត្រកូលសិនហូរក្នុងខ្លួនជួយក្មេងសិនទៅចាំនិយាយគ្នាបញ្ជីផ្សេងទៀតចាំទូទាត់តាមក្រោយអ្នកតែងតែបែងចែកល្អអាក្រក់ច្បាស់លាស់បែបនេះជានិច្ចអរគុណព្រះមហេសីឯកឧត្តមលោកស្រីក្មេងម្នាក់នេះកើតជំងឺទាស់សរសៃប្រសាទភ្លាមសំណាងហើយដែលបញ្ជូនមកទាន់ពេលប្រសិនបើយឺតបន្តិចទៀតទោះបីជាទេវតាចុះពីលើមេឃក៏ជួយមិនបានដែរខ្ញុំនឹងចេញវិជ្ជាបញ្ជាទៅយកថ្នាំក្នុងឃ្លាំងមកដាំឲ្យក្មេងផឹកទៅនោះនឹងអាចផុតពីគ្រោះថ្នាក់បានហើយអរគុណព្រះមហេសីអរគុណតាទឺឆាងនីងខ្ញុំឈានរូឆៅក្នុងជាតិកន្លងមកនេះនឹងសុខចិត្តធ្វើជាគោធ្វើជាសេះក៏មិនភ្លេចដែរថាអ្នកដែលខ្ញុំសង្គ្រោះមិនមែនជាអ្នកគឺជីវិតមួយនេះអ្នកមើលថែខ្លួនឯងទៅខ្ញុំនឹងសិនយានធំដឹងក្តីជាមួយគ្នាតាំងពីតូចខ្ញុំតែងតែគិតថាខ្ញុំនឹងរៀបការជាមួយគាត់តាមសម្រួលតែក្រោយមកបងប្រុសរបស់គាត់ដែលជាស៊ឺជឺនៃឆាងនីងហៅបានមកសុំដណ្ដឹងខ្ញុំដល់ផ្ទះឪពុកម្ដាយខ្ញុំដើម្បីចង់តោងអំណាចហៅយាននាពេលអនាគតបានបង្ខំឲ្យខ្ញុំរៀបការជាមួយបងប្រុសរបស់គាត់ដូច្នេះហើយទើបអ្នកមានចិត្តគុំគួនបន្ទាប់ពីរៀបការរួចនៅតែបន្តលួចលាក់មានទំនាក់ទំនងជាមួយសិនយានថែមទាំងរួមគំនិតគ្នាធ្វើបាបប្តីដែលគ្មានកំហុសរបស់អ្នករហូតដល់ដឹងទេថាខ្ញុំខុសហើយដើម្បីបាននៅជាមួយសិនយានបានធ្វើរឿងអាក្រក់គ្រប់យ៉ាងរយៈពេលកន្លងមកនេះខ្ញុំបាននាំកូនស្រីដើរសុំទានតាមដងផ្លូវត្រូវគេជេរប្រមាថទើបខ្ញុំយល់ច្បាស់ថាពីមុនខ្លួនឯងមានចិត្តសាហាវខូខើប៉ុណ្ណាបុណ្យនិងបាបតែងតែមានកម្មផលតបស្នងនេះគឺជាប្រកាសមួយ000តម្លឹងយកលុយនេះទៅហើយកុំត្រឡប់មកក្រុងជឹងឈឹងវិញឲ្យសោះចាត់ទុកថាឈីនរូឆាវម្នាក់នេះបានស្លាប់បាត់ទៅហើយអរគុណលោកជំទាវទៅថ្ងៃមុខខ្ញុំនឹងអប់រំកូនស្រីឲ្យបានល្អអាជឿអ្នកសុខចិត្តឲ្យនាងទៅបែបនេះឬកំចាត់ឲ្យអស់ឫសគល់ទៅជាមធ្យោបាយដ៏ល្អបំផុតនាងបានបាត់បង់កិត្តិយសនិងទ្រព្យសម្បត្តិទាំងអស់ហើយរស់នៅទាំងមានវិបរិសារីមិនចេះចប់នេះវាជាចាប់ជាងការសម្លាប់នាងទៅទៀតនាងទទួលបានការដាក់ទោសដែលស័ក្តិសមហើយរឿងដែលកន្លងផុតទៅហើយក៏ឲ្យវាផុតទៅចុះអ្នកម៉ាក់សុំអប់បន្តិចកូនស្រីមកនេះមកចិត្តអ្នកម៉ាក់មកអារម្មណ៍នេះប្រហែលជាអាចជឿកាត់អីហ្នឹងតើមិនស្រួលខ្លួនត្រង់ណាតើមកពីត្រូវខ្យល់ត្រជាក់កាលពីពេលមុនឬនរណានៅខាងក្រៅឆាប់ទៅអញ្ជើញគ្រូពេទ្យលួងមកកុំទៅស្លន់ស្លោពេកអីខ្ញុំមិនអីទេហាក់ដូចជាខ្ញុំមានផ្ទៃពោះម្ដងទៀតហើយល្អណាស់អាជឿពួកយើងហៀបនឹងមានកូនម្នាក់ទៀតហើយឆាប់ដាក់ខ្ញុំចុះមកប្រយ័ត្នកូនក្នុងពោះពិតមែនហើយមិនអាចលើកអ្នកបានទេលោកប៉ាអ្នកម៉ាក់កើតអីហ្នឹងឈឺពោះមែនទេនេះអានកូនចិត្តមានប្អូនស្រីហើយពុកនឹងបង្កើតប្អូនស្រីម្នាក់ឲ្យមកលេងជាមួយកូនល្អណាស់ខ្ញុំនឹងមានប្អូនស្រីហើយពិតជាល្អណាស់អាជឿអ្នកគឺជាអ្នកដែលមានគុណបំណាច់ធំធេងចំពោះរាជវង្សយើងកុំពលលើកនេះត្រូវតែសម្រាប់ថែទាំខ្លួនឲ្យបានល្អប្រសិនបើត្រូវការអស់មានតម្លៃរបស់បំពន់អ្វីគ្រាន់តែប្រាប់មីងទៅបានហើយយកវាដោយផ្ទាល់ពីនាយកដ្ឋានកិច្ចការផ្ទៃក្នុងនឹងចេញរីកសារបញ្ជូនគ្រូពេទ្យលួងដ៏ពូកែបំផុតពីររូបឲ្យទៅប្រចាំការនៅវងឆាងនីងវ៉ាន់ដើម្បីមើលថែការហូបចុកនិងការរស់នៅរបស់អ្នកខ្ញុំម្ចាស់សូមអរព្រះគុណព្រះមេដាសម្រាប់ព្រះមេត្តាករុណាឆ្ងាញ់ណាស់ហាឡើងសាក់មើលទៅផ្អែមណាស់មិនជូរទេលោកមេតបមានរឿងធំហើយរបាយការណ៍សម្ងាត់បន្ទាន់តើមានរឿងអ្វីបានជាស្លន់ស្លំលេះសូមរាយការណ៍អំពីគ្រោះមហន្តរាយព័ត៌មានសម្ងាត់បំផុតក្រុមអតីតពួកអភិជនដែលត្រូវរីករាំងដកហូតតំណែងកាលពីមុនបានលួចតាក់ទងជាមួយពួកឧទាមដែលនៅសេសសល់នៃស្រូវភាគខាងជើងបានខុបខិតជាមួយស្រូវខាងក្រៅដើម្បីបង្កចលាចលមានបំណងធ្វើរដ្ឋប្រហារយោធានៅក្នុងក្រុងជឹងឈឹងនាពេលឆាប់នេះលេតតបតាបោពួកអាមនុសមិនស្គាល់ងាប់រស់ហេតុអ្វីក៏រើសយកអាជឿបង្កចលាចលនៅក្នុងពេលដ៏សំខាន់បែបនេះពួកតាចាស់ដែលមិនស្គាល់ងាប់រស់ទាំងនេះបើគ្រាន់តែឆ្លោះគ្នានៅក្នុងរាជវាំងទៅវាមិនអីទេតែបែរជាហ៊ានខុបខិតជាមួយស្រូវខាងក្រៅទៅវិញនងស្រូវចូលមកក្នុងផ្ទះមានគ្រួសារអភិជនដែលធ្លាក់ខ្លួនដុនដាបជាង10គ្រួសារបានវឹកហាត់ទាហាន3-400នាក់ហើយនៅមានកម្លាំងសេះសល់នៃស្រូវភាគខាងជើងជាង10000នាក់ទៀតពួកគេបានណាត់គ្នានៅថ្ងៃបុណ្យសំពះព្រះខែឆ្លៀតឱកាសពេលដែលមនុស្សពេញទីក្រុងកំពុងតែលេងប្រហារក្រុងចិញ្ចឹមតម្រង់ទៅកាន់ព្រះបរមរាជវាំងពួកគេបានលាក់ខ្លួនយ៉ាងយូរមកហើយហេតុអ្វីបានជាជ្រើសរើសធ្វើសកម្មភាពនៅពេលនេះពួកគេបន្តរឿងរ៉ាវរាប់រយឆ្នាំមកហើយពួកគេសុទ្ធតែជាអតីតកូនចៅរបស់ព្រះអង្គម្ចាស់ទី2ដែលមានចិត្តគុំគួនជាមួយព្រះរាជាជាយូរមកហើយមានបំណងចង់ដួលរំលំរាជរដ្ឋាភិបាលប្រសិនបើបង្ក្រាបដោយហិង្សាខ្លាចក្រែងមានការប្រែប្រួលអ្វីកើតឡើងលោកប្តីតើអ្នកមានគម្រោងយ៉ាងណាដែរឥឡូវនេះខ្ញុំនឹងចូលក្នុងវាំងដើម្បីរាយការណ៍រឿងនេះដោយសម្ងាត់ថ្វាយព្រះមហាក្សត្ររងចាំតែដល់ថ្ងៃបុណ្យសំពះព្រះខែនឹងចាប់ពួកគេឲ្យអស់តែម្ដងពួកក្បត់ជាតិទាំងនេះយើងនឹកឃើញដល់អនុស្សាវរីយ៍ចាស់ទុកជីវិតឲ្យពួកគេបែរជាហ៊ានខុបខិតជាមួយស្រូវភាគខាងជើងក្បត់នគរតាចឹងសិនហឹងយើងសូមបញ្ជាចូលចល័តកម្លាំងតបសម្ងាត់ទាំងអស់និងកំពូលធំទាំង3ត្រូវតែកម្ចាត់ពួកគេឲ្យអស់កុំឲ្យសល់កម្ចាត់ឲ្យអស់ឫសគល់ទូបង្គំទទួលបញ្ជាលោកមេតបកងទ័ពទាំង3កំពូលបានពូនស្ទាក់រួចជាស្រេចនៅចម្ងាយ30លីពីក្រុង
រងចាំតែសញ្ញាភ្លើងឆេះក្នុងក្រុងនៅថ្ងៃស្អែកប៉ុណ្ណោះបញ្ជូនបញ្ជាបន្តបើគ្មានបញ្ជារបស់ខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើសកម្មភាពផ្ដេសផ្ដាស់ឡើយថ្ងៃស្អែកខ្ញុំនឹងយកឈាមរបស់ពួកក្បត់មកបូជាចំពោះទង់ជ័យនៃកូតាចឹងបងប្អូនទាំងអស់គ្នាពេលទ្វារក្រុងបើកចូលសម្រុកចូលទៅក្នុងវាំងសម្រាប់អាស្ទេចឆ្កែនឹងទៅពួកយើងនឹងមានទ្រព្យសម្បត្តិនិងយសស័ក្តិសម្រាប់វាទៅពួកឧទាមទាំងឡាយទម្លាក់អាវុធចុះចូលនឹងមិនត្រូវស្លាប់តែបើហ៊ានទៅឯងនឹងត្រូវប្រហារជីវិតភ្លាមមិនស្រួលទេពួកយើងចាញ់ក៏ហើយឆាប់ដកថយប្រហារជីវិតកាត់ក្បាលបង្ហាញមហាជនទាំងអស់ចំពោះគ្រួសារដែលបានចូលរួមក្នុងការក្បត់ត្រូវប្រហារជីវិតទាំង3ចំនួនមិនលើកលែងឲ្យដាច់ខាតព្រះអង្គម្ចាស់សូមមេត្តាលើកលែងទោសផងក្រាបទូលព្រះអង្គពួកឧទាមភាគខាងជើងនៅក្រៅក្រុងក៏ត្រូវបានកម្ចាត់អស់ដែរសិនហ៊ួនយើងនឹងផ្ដល់រង្វាន់ដល់អ្នកយ៉ាងធំធេងតែងតាំងអ្នកជាមេតបធំការពារជាតិជាតំណែងពូទូបង្គំសូមទទួលរាជបញ្ជានិងអរព្រះគុណលោកមេតបលោកត្រឡប់មកវិញហើយសូមអបអរសាទរលោកជំទាវបានសម្រាលកូនស្រីដោយសុវត្ថិភាពហើយសុវត្ថិភាពទាំងម្ដាយទាំងកូនស្រីខ្ញុំមានកូនស្រីហើយអាជឿមើលចុះនាងស្អាតណាស់ទម្រង់មុខនាងរៀងដូចជាអ្នកដែរហត់នឿយណាស់ហើយអាជឿអ្នកទើបតែឆ្លងកាត់ការលំបាកដ៏ធំធេងចិត្តខ្ញុំនៅតែមានក្តីបារម្ភមិនទាន់បាត់ឡើយនាងពិតជាមានមុខមាត់ដូចអ្នកណាស់ទៅថ្ងៃមុខនាងប្រកាសជាសម្រស់ស្អាតជាមិនខាននៅមិនទាន់បានដាក់ឈ្មោះឲ្យនាងនៅឡើយទេឈ្មោះនេះអានគឺអ្នកជាអ្នកដាក់ឲ្យម្នាក់នេះក៏ឲ្យអ្នកជាអ្នកដាក់ដែរចុះដាក់ឈ្មោះថានាងស៊ីទៅសិននាងស៊ីល្អណាស់ឲ្យឈ្មោះថានាងស៊ីចុះយប់ជ្រៅហើយនៅរវល់ទៀតមែនទេតើនៅជីដែនមានភាពមិនស្ងប់ម្ដងទៀតឬមិនមែនជារឿងយកទីទេខ្ញុំទើបតែសរសេរសេចក្តីក្រាបបង្គំទូលថ្វាយព្រះអង្គរួចតើនៅក្នុងនោះសរសេរអំពីអ្វីខ្លះខ្ញុំបានស្នើសុំដល់ព្រះអង្គលាលែងពីតំណែងសាំងស៊ូក្រសួងការពារជាតិនិងជាគ្រូព្រះអង្គម្ចាស់និងប្រគល់អំណាចយោធាត្រឡប់ទៅវិញលាលែងពីតំណែងនេះឥឡូវអ្នកកំពុងតែមានអំណាចខ្លាំងតើព្រះអង្គអាចអនុញ្ញាតឲ្យអ្នកចេញទៅដោយញីយ៉ាងដូចម្ដេចពាក់កណ្ដាលជីវិតរបស់ខ្ញុំគឺចំណាយពេលនៅក្នុងសមរភូមិឥឡូវនេះមានអ្នកនឹងកូនហើយខ្ញុំមិនចង់ខកខានការរីកធំធាត់របស់ពួកគេទៀតទេខ្ញុំគ្រាន់តែចង់ធ្វើជាប្តីនិងជាឪពុកដ៏សាមញ្ញម្នាក់តែប៉ុណ្ណោះមិនថាអ្នកសម្រេចចិត្តបែបណានោះទេខ្ញុំនឹងនៅក្បែរអ្នកជានិច្ចរងចាំឲ្យព្រះអង្គទ្រង់អនុញ្ញាតសិនពួកយើងនឹងរើទៅរស់នៅភូមិគ្រឹះជីក្រុងជិនឆឹងរស់នៅតាមបែបជនបទដែលអ្នកចង់បានទូលបង្គំសិនហ៊ួនសូមក្រាបបង្គំទូលស្នើសុំព្រះរាជាមេត្តាអនុញ្ញាតសូមលាលែងពីតំណែងសាំងស៊ូក្រសួងការពារជាតិជាគ្រូព្រះអង្គម្ចាស់និងរាល់តំណែងផ្សេងទៀតទាំងអស់និងសូមប្រគល់ត្រាបញ្ជាតបត្រឡប់ថ្វាយវិញសិនហឹងតើអ្នកមានការមិនពេញចិត្តអ្វីចំពោះយើងមែនទេក្រាបទូលព្រះអង្គទូលបង្គំមិនដែលមានចិត្តពីឡើយគ្រាន់តែពេលនេះបញ្ហាក្នុងនិងក្រៅប្រទេសត្រូវបានដោះស្រាយអស់ហើយទូលបង្គំបានប្រយុទ្ធលើសមរភូមិអស់រាប់សិបឆ្នាំមកហើយទាំងកម្លាំងកាយនិងកម្លាំងចិត្តសុទ្ធតែហត់នឿយខ្លាំងណាស់ព្រះវររាជបតាគ្រូសិនមានគុណបំណាច់ធំធេងណាស់សម្រាប់នគរតាចឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពឥឡូវនេះពិភពលោកបានសុខសាន្តហើយកូនសូមក្រាបបង្គំទូលសូមឲ្យព្រះវររាជបតាមេត្តាយោគយល់ដល់ទឹកចិត្តដ៏លំបាករបស់គ្រូផងក្នុងពេលដែលអ្នកដាច់ចិត្តទៅហើយប្រសិនបើយើងនៅតែបង្ខំឲ្យអ្នកនៅវាមើលទៅដូចជាមិនសូវមានគុណធម៌បញ្ចេញរាជសារអនុញ្ញាតឲ្យសិនហ៊ួនលាលែងពីតំណែងដោយរក្សាទុកតំណែងឆាងនីងវ៉ាងកូនទៅចៅប្រទានមាស 10000 ដំឡឹងនិងដីធ្លីមានជាជាតិប្រសិនបើថ្ងៃក្រោយនគរតាចឹងជួបគ្រោះអាសន្នម្ដងទៀតយើងនឹងអញ្ជើញអ្នកឲ្យមកជួយសារជាថ្មីសូមអរព្រះគុណព្រះរាជាប្រសិនបានកូតាចឹងមានបញ្ហាទូលបង្គំសុខចិត្តស្លាប់ដើម្បីបំពេញភារកិច្ចលោកម្ចាស់លោកជំទាវមកដល់ហើយប្រយ័ត្ននៅទីនេះពិតជាល្អណាស់មានទាំងភ្នំមានទាំងទឹកល្អជាងភូមិគ្រឹះដ៏ស្ងប់ស្ងាត់នៅក្នុងក្រុងជិនឆឹងនោះឆ្ងាយណាស់មានអារម្មណ៍ស្រស់ស្រាយជាងមុនច្រើននេះគឺជាកន្លែងដែលខ្ញុំបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុតខាងមុខគឺជាទីឃ្លីផ្ទះឯខាងក្រោយជាប់ទៅនឹងសួនការធំនិងចំការឈើហូបផ្លែសុទ្ធតែបានរៀបចំឡើងវិញតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់វ៉ាផ្ទះធំណាស់លោកពុកទៅថ្ងៃមុខខ្ញុំអាចបង្ហោះខ្លែងនៅទីនេះបានទេកុំថាឡើយត្រឹមតែបង្ហោះខ្លែងទោះបីជាកូនចង់ជិះសេះក៏គ្មានបញ្ហាដែរទៅថ្ងៃមុខពួកយើងនឹងដាំផ្កានៅទីនេះដាំបន្លែនិងរស់នៅតាមបែបជនបទគ្មានបញ្ហាទេអ្នកទទួលខុសត្រូវរឿងសម្រស់ឲ្យស្អាតដូចជាផ្កាខ្ញុំទទួលខុសត្រូវរឿងធ្វើស្រែចម្ការចិញ្ចឹមគ្រួសារគ្មានការដណ្ដើមអំណាចគ្នានៅក្នុងវង្សទៀតទេគឺមានតែពួកយើងមួយគ្រួសារប៉ុណ្ណោះមកអាចជឿញ៉ាំឲ្យបានច្រើនបន្តិចអ្នកទើបតែសម្រាប់នាងស៊ីបានពុំមានខែប៉ុណ្ណោះត្រូវតែបំពេញសុខភាពឲ្យបានល្អអ្នកក៏ញ៉ាំដែរទៅថ្ងៃនេះរើផ្ទះហត់នឿយណាស់ហើយអ្នកម៉ាក់ខ្ញុំក៏ចង់ដួសសម្លឲ្យអ្នកម៉ាក់ដែរល្អណាស់អរគុណកូននីអានដ៏ល្អរបស់ម៉ាក់
មើលចុះដីកន្លែងនេះមានជីជាតិល្អណាស់ដល់រដូវស្លឹកឈើជ្រុះច្បាស់ជាប្រមូលផលបានច្រើនមិនខានមែនហើយជីវិតបែបនេះពិតជាល្អណាស់ស៊ីអើមើលចុះតាបងប្រុសកំពុងលេងអ្វីនៅទីនោះលោកពុកឆាប់មើលមកខ្លែងហោះឡើងហើយកុំរត់លឿនពេកប្រយ័ត្នជំពប់ថ្មក្រោមជើងបន្ធូរខ្សែឲ្យវែងបន្តិចមកក្មេងរពើប្រាប់ឲ្យរត់យឺតមិនព្រមស្ដាប់លោកពុកខ្ញុំដឹងកំហុសហើយហាមានមនុស្សមកហើយមិននឹកស្មានថាបានជួបឆាងនីងវាងនិងមហេសីនៅទីនេះសោះសូមក្រាបបង្គំទូលព្រះអង្គគង់ចាស់មិនបាច់ច្រើនពិធីទេថ្ងៃនេះយើងគ្រាន់តែចេញមកបបបាញ់សត្វដោយសម្ងាត់ប៉ុណ្ណោះមិនបាច់គិតរឿងបែបបត់ច្រើនឡើយហើយយើងបានលំមកថាគ្រូសិនបានមករស់នៅយ៉ាងមានសេចក្តីសុខនៅជីក្រុងថ្ងៃនេះបានឃើញមានភរិយានៅក្បែរពិតជាធ្វើឲ្យយើងចំណេញខ្លាំងណាស់ប្រសិនបើព្រះអង្គសពព្រះតីហេតុអ្វីមិនមកអង្គុយពិសាអាហារជាមួយពួកយើងថ្ងៃនេះអាជឿបានធ្វើនំជាច្រើនដោយផ្ទាល់ដៃព្រះអង្គសាកផ្លឹកមើលទៅស្នាដៃរបស់ព្រះមហេសីយើងមិនអាចរំលងបានទេបើអញ្ចឹងយើងសូមទទួលតាមសំណើហើយល្អណាស់សូមព្រះអង្គគង់ចាស់ពិសាដោយរីករាយនំផូថៅស៊ូនេះបានបន្ថែមទឹកឃ្មុំបន្តិចមិនត្រូវលន់ទេព្រះមហេសីនំផូថៅស៊ូរបស់អ្នកនេះឆ្ងាញ់ជាងរបស់នៅក្នុងផ្ទះបាយលួងទៅទៀតគ្រូសិនពិតជាមានសំណាងណាស់លោកគ្រូសិនចាប់តាំងពីលោកលាលែងពីតំណែងមករស់នៅទីនេះយើងនៅក្នុងរាជវាំងតែងតែមានអារម្មណ៍ថាឯកោពិបាកនឹងដោះស្រាយរឿងរ៉ាវម្នាក់ឯងពេលជួបបញ្ហាលំបាកមិនដឹងថាត្រូវទៅពិគ្រោះជាមួយនរណាឡើយព្រះអង្គគង់ចាស់សរសើរលើសពេកហើយនៅក្នុងរាជវាំងនៅមានសឹងសៀងនិងមន្ត្រីមានសមត្ថភាពជាច្រើនទៀតពួកគេច្បាស់ជាអាចជួយសម្រាលទុកធរៈព្រះអង្គបានមិនខានទោះបីជាយ៉ាងណាក៏ដោយប៉ុន្តែនៅក្នុងចិត្តរបស់យើងមានតែលោកគ្រូម្នាក់គត់ដែលអាចមើលធ្លុះគ្រប់កាលៈទេសៈទាំងអស់ទៅថ្ងៃមុខប្រសិនបើយើងគ្រប់គ្រងរាជការហើយជួបនៅឧបសគ្គដែលមិនអាចដោះស្រាយបានតើយើងនៅតែអាចមកពិគ្រោះជាមួយលោកគ្រូបានទៀតទេព្រះអង្គគង់ចាស់មានបន្ទូលធ្ងន់ធ្ងរពេកហើយទោះបីជាទូបង្គំបានមករស់នៅទីនេះក៏ដោយប៉ុន្តែឲ្យតែជារឿងដើម្បីជាតិមាតុភូមិតាចឹងនិងដើម្បីសុខទុក្ខរបស់ប្រជាជនឲ្យតែព្រះអង្គគង់ចាស់មានបញ្ជាទូបង្គំសុខចិត្តលះបង់គ្រប់យ៉ាងមិនបដិសេធឡើយល្អណាស់មានសម្ដីរបស់លោកគ្រូបែបនេះយើងក៏អស់ចិត្តដែរថ្ងៃនេះបានរំខានច្រើនហើយយើងត្រូវទៅបបបាញ់បន្តទៀតមិនរំខានពេលវេលារបស់អ្នកទាំងអស់គ្នាទៀតទេសូមជូនព្រះរាជដំណើរព្រះអង្គគង់ចាស់ព្រះអង្គគង់ចាស់ធំឡើងមែនកាន់តែមានរោគពីជាស្ទេចខ្លាំងឡើងហើយមែនហើយទៅថ្ងៃមុខនគរតាចឹងក្រោមការគ្រប់គ្រងរបស់ទ្រង់ច្បាស់ជាកាន់តែរីកចម្រើនជាមិនខានលោកពុកបងប្រុសទៅបាត់ហើយពួកយើងឆាប់ទៅបង្ហោះខ្លែងទៅហាល្អណាស់ពុកនឹងនាំកូនទៅឥឡូវនេះហាលើកនេះកុំឲ្យដួលទៀតណាបាទលោកពុកខ្ញុំដឹងហើយលោកពុកក្នុងទឹកមានត្រីតូចច្រើនណាស់ប្រយ័ត្នកុំឲ្យធ្លាក់ចូលក្នុងទឹកកាន់ឲ្យជាប់ពុកនឹងនាំកូនទៅត្រង់កន្លែងដែលមានផ្កាឈូកច្រើនជាងគេលោកពុកខ្ញុំចង់បេះផ្លែឈូកមួយដែលធំជាងគេបំផុតល្អណាស់ពុកនឹងបេះឲ្យកូនចង់បានប៉ុន្មានក៏មានដែរផ្អែមណាស់អរគុណលោកពុកអ្នកម៉ាក់ពិសាដែរទៅអរគុណកូនណានេះអានរបស់ពួកយើងពិតជាដឹងក្តីមែនហាគេងលក់បាត់ហើយអាជឺមើលចុះផ្កាយលើមេភ្លឺណាស់មែនហើយចាប់តាំងពីចាក់ចេញពីទ្រង់ដល់តឹងតែងក្នុងក្រុងជឹងឈឹងនោះមកពួកយើងមិនបានមើលផ្ទៃមេឃដែលមានផ្កាយស្អាតបែបនេះយូរហើយអាជឺអរគុណអ្នកណាស់អរគុណខ្ញុំរឿងអីអរគុណដែលអ្នកបានផ្ដល់ឲ្យនៅជីវិតដ៏មានសេចក្តីសុខបែបនេះដល់ខ្ញុំប្រសិនបើគ្មានអ្នកប្រហែលជាខ្ញុំនៅតែស៊ូក្នុងរង្វង់អំណាចនៃរាជវាំងនៅឡើយឬក៏អាចនឹងបាត់បង់ជីវិតក្នុងសមរភូមិតាំងពីយូរហើយតើអាចមានឱកាសដូចពេលនេះបានយ៉ាងដូចម្តេចដែលបានរស់នៅយ៉ាងមានសេចក្តីសុខជុំគ្នាទាំង4នាក់បែបនេះខ្ញុំក៏ចង់អរគុណអ្នកដូចគ្នាដែរអរគុណដែលមិនថាជួបព្យុះភ្លៀងអ្វីក៏ដោយអ្នកនៅតែនៅក្បែរខ្ញុំជានិច្ចមិនប្រែប្រួលអ្នកគឺជាកម្លាំងចិត្តដ៏ធំបំផុតរបស់ខ្ញុំលោកពុកអ្នកម៉ាក់មើលចុះមានផ្កាយដុះកន្ទុយហោះកាត់អាជឿនេះអានឆាប់បន់ស្រន់ទៅលឺចាស់និយាយថាបើបន់ស្រន់នៅចំពោះមុខផ្កាយដុះកន្ទុយនឹងឆាប់បានសម្រេចណាស់អាជឿតើអំបញ្ញមិញអ្នកបានបន់ស្រន់សុំអ្វីខ្លះមិនប្រាប់ទេបើនិយាយចេញមកវានឹងមិនស័ក្តិសិទ្ធិទៀតឡើយមិនអីទេក្នុងពេលដែលអ្នកចង់លាក់ការបែបនេះអញ្ចឹងខ្ញុំក៏មិនប្រាប់អ្នកពីការបន់ស្រន់របស់ខ្ញុំដូចគ្នាល្អណាស់អ្នកពួកយើងស្មើគ្នាហើយលោកពុកអ្នកម៉ាក់ខ្ញុំមិនខ្លាចថាវាមិនស័ក្តិសិទ្ធិទេការបន់ស្រន់របស់ខ្ញុំគឺសូមឲ្យពួកយើងមួយគ្រួសារនៅជាមួយគ្នាជារៀងរហូតមិនបែកគ្នាដាច់ខាតប្រកាសជាបានសម្រេចហើយពួកយើងមួយគ្រួសារគ្រប់ជាតិត្រូវតែនៅជាមួយគ្នាជានិច្ចដើរតាមមក
ទូលបង្គំសូមក្រាបបង្គំគួរវាំងចាំងនីងនិងសូមក្រាបបង្គំគួរព្រះនាងវាំងហ្វៃកងមិនបាច់ច្រើនជប់ទេមិនដឹងថាកងខំធ្វើដំណើរឆ្ងាយពីក្រុងចិនចឹងមកទីនេះតើមានការអ្វីដែរវាំងចាំងនីងព្រះនាងវាំងហ្វៃព្រះករុណានិងព្រះមេដាធិរាជបាននឿថាអ្នកទាំងពីររស់នៅក្នុងភូមិគ្រឹះយ៉ាងសុខស្រួលក្នុងព្រះតីរបស់ពួកគាត់គឺនឹកខ្លាំងណាស់ព្រះករុណាបានឲ្យទូលបង្គំនាំយករបស់ទាំងនេះមកជូនគឺសូត្រយ៉ាងល្អប្រណិតពីវាំងថ្មីនៅជាងណានព្រមទាំងមានថ្នាំបំពេញសុខភាពផងដែរព្រះករុណានៅមានបន្ទូលទៀតថាវាំងយាយមានគុណបំណាច់ចំពោះតាចឹងយ៉ាងធំធេងតែឥឡូវនេះបែរជាស្ម័គ្រចិត្តមករស់នៅទីជនបទបែបនេះរស់នៅជីវិតបែបសាមញ្ញបំផុតពិតជាមានគុណធម៌ខ្ពស់មែនអរព្រះគុណចំពោះសេចក្តីសន្តោសប្រោសប្រណីរបស់ព្រះករុណានិងព្រះមេត្តាពួកយើងប្តីប្រពន្ធទាំងពីរនាក់បានទម្លាប់នឹងភាពស្ងប់ស្ងាត់នៅទីជនបទនេះបាត់ទៅហើយរបស់រង្វាន់ទាំងនេះពិតជាមានតម្លៃពេកហើយកុំធ្វើដំណើរឆ្ងាយប្រកបជាហត់នឿយខ្លាំងហើយអញ្ជើញអង្គុយពិសាតែបន្តិចសិនចាំបន្តដំណើរអរព្រះគុណព្រះនាងវាំងហ្វៃដែលបានប្រទានតែគ្រាន់តែថានៅក្នុងវាំងនៅមានកិច្ចការជាច្រើនទៀតដែលទូលបង្គំត្រូវត្រឡប់ទៅចាត់ការមិនហ៊ានរំខានភាពស្ងប់ស្ងាត់របស់វាំងយាយនិងព្រះនាងយូរទេព្រះករុណានៅតែនឹកពួកយើងពិតមែនឧស្សាហ៍បញ្ជូនមនុស្សឲ្យយករបស់មកឲ្យជីញឹកញាប់ណាស់នេះប្រហែលជាបារម្ភខ្លាចពួកយើងនៅជនបទត្រូវដាច់បាយរឿងនេះហើយមើលទៅលោកអ៊ំនិងអ្នកមីងពិតជាស្រឡាញ់ពួកយើងណាស់ពួកយើងចាក់ចេញពីក្រុងចិនក៏បានកន្លះឆ្នាំដែរហើយពិតជាគួរតែត្រឡប់ទៅសួរសុខទុក្ខពួកគាត់វិញខ្លះមែនហើយប៉ុន្មានថ្ងៃទៀតពួកយើងនឹងនាំនីអាននិងនីស៊ីចូលវាំងទៅសួរសុខទុក្ខព្រះករុណានិងព្រះមេត្តាធិរាជពួកគាត់ប្រកាសជានឹកចៅទូតខ្លាំងណាស់ហើយល្អហើយអីចឹងបងទៅរៀបចំកាដូសម្រាប់ចូលវាំងឥឡូវនេះយកបន្លែផ្លែឈើដែលពួកយើងដាំដោយខ្លួនឯងទៅជូនពួកគាត់លោកអ៊ំប្រកាសជាចូលចិត្តមិនខានព្រះមេត្តាធិរាជព្រះនាងវាំងហ្វីចាំងនាងយាងមកដល់ហើយអូឆាប់មកនេះឲ្យយាយមើលមុខបន្តិចមើលនីអាននិងនីស៊ីធំអស់បាត់ទៅហើយឆាប់មករកយាយមកចៅសម្លាញ់លោកយាយពួកកូននឹកលោកយាយណាស់លោកយាយប៉ាអូយចៅសម្លាញ់របស់យាយព្រះមេដាធិរាជកុំតាមចិត្តពួកគាត់ពេកអីអ្នកភូមិគ្រឹះស្ទើរតែខ្លាចជាស្វាព្រៃអស់ទៅហើយចៅសម្លាញ់របស់យាយគឺត្រូវតែតាមចិត្តបន្តិចហើយតើអ្នកណាហ៊ានថាក្មួយរបស់យាយជាស្វាព្រៃសិនហ៊ូនឲ្យតាំងពីឯងចាក់ចេញទៅក្នុងរាជវាំងមានការផ្លាស់ប្ដូរមន្ត្រីជាច្រើនលើកពេលនេះពួកមន្ត្រីចាស់ទាំងនោះបាននៅស្ងៀមស្ងាត់អស់ហើយពិភពលោកមានសន្តិភាពហើយមួយរយៈនេះក្នុងវាំងមានដំណើរការល្អណាស់ឯងមិនបាច់បារម្ភទេបើអីចឹងល្អហើយព្រះករុណាខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃជាហត់នឿយហើយទូបង្គំនៅជនបទក៏តែងតែបារម្ភពីសុខភាពរបស់ព្រះករុណាជានិច្ចដែរសិនថៃហ្វូថ្មីនេះខ្ញុំកំពុងសិក្សាពីក្បួនសឹកស៊ុនជឺមានចំណុចខ្លះតាក់ទងនឹងការរៀបក្បួនតបខ្ញុំមិនសូវយល់ច្បាស់ទេចង់សុំការណែនាំពីលោកបន្តិចព្រះអង្គម្ចាស់តែជាចូលចិត្តរៀនសូត្រគឺជាសំណាងរបស់តាចឹងណាស់សូមព្រះអង្គម្ចាស់បង្ហាញមកពួកយើងទៅកន្លែងផែនទីខ្សាច់នៅខាងនោះដើម្បីជែកគ្នាឲ្យលម្អិតទេវតាប្រោសប្រទានឲ្យតាចឹងយើងហើយវាំងយាយលោកស្រីអ្នកប្រុសតូចនិងអ្នកនាងតូចបានសម្រាកលក់អស់ហើយយប់ជ្រៅណាស់ហើយអ្នកឯងក៏សម្រាកឲ្យបានឆាប់ទៅចាស់អាជឺថ្ងៃនេះនៅក្នុងវាំងតើព្រះមេដាធិរាជមានប្រសាសន៍អ្វីខ្លះទៅអូនបងឃើញអូននិយាយជាមួយគាត់យូរណាស់ព្រះមេដាធិរាជមានបន្ទូលថាពីមុនបារម្ភថាខ្ញុំមិនសូវចេះដណ្ដើមជាមួយអ្នកណាខ្លាចថាខ្ញុំនឹងត្រូវគេធ្វើបាបខ្លាចថាខ្ញុំត្រូវរងទុក្ខនៅផ្ទះមន្ត្រីហៅឥឡូវឃើញគ្រួសារពួកយើងមានសុភមង្គលបែបនេះលែងមានការចំណែងឈ្នានេះនៅក្នុងផ្ទះទៀតគាត់ក៏អស់បារម្ភជាស្ថាពរដែរបងបានស្ពត់រួចហើយថានឹងមិនឲ្យអូនត្រូវរងទុក្ខសំបីតែបន្តិចឡើយភាពរុងរឿងក្នុងវាំងប្រៀបដូចជាផ្សែងអាប់ដែលហុយឆ្លងកាត់ភ្នែកមានតែពន្លឺព្រះច័ន្ទក្នុងទីធ្លានេះនិងរូបអូនប៉ុណ្ណោះទើបជាអ្វីដែលពិតប្រាកដបំផុតមែនហើយបើប្រៀបធៀបនឹងជីវភាពដ៏ប្រណីតនៅក្នុងវាំងអ្វីដែលខ្ញុំប្រាថ្នាចង់បានបំផុតគឺការរស់នៅយ៉ាងសាមញ្ញនៅក្នុងផ្ទះតូចរបស់យើងនេះឯងលោកប៉ាមើលដើមស្រូវរបស់បងប្រុសកូនចោះតើកូនពូកែទេនាងអានរបស់ពួកយើងពូកែពិតមែនទៅថ្ងៃមុខប្រកាសជាខ្លាចជាអ្នកជំនាញធ្វើស្រែមិនខានអាហាបងប្រុសប្រឹងឡើងល្អហើយបងប្រុសពូកែណាស់នីស៊ីរបស់ពួកយើងក៏ជាក្មេងល្អដែរលោកស្រីបាយទឹកឆ្អិនហើយគ្រប់គ្នាឈប់សម្រាប់បន្តិចលាងដៃរួចមកញ៉ាំបាយមកអរគុណលោកស្រីហត់ហើយផលដំណាំឆ្នាំនេះពិតជាល្អមែនទាំងអស់នេះគឺដោយសារលោកហើយដែលបានខ្វល់ខ្វាយពីប្រព័ន្ធទឹកទាំងយប់ទាំងថ្ងៃព្រមទាំងការនឿយហត់របស់គ្រប់គ្នាក្នុងរយៈពេលកន្លះឆ្នាំមកនេះមែនហើយគ្រាប់ស្រូវនីមួយមិនមែនបានមកដោយញីទេអាចដើម្បីអបអរសាទរការប្រមូលផលរបស់ពួកយើងនិងដើម្បីជីវិតដ៏មានសុភមង្គលដែលបានមកយ៉ាងលំបាកនេះដើម្បីពួកយើងសូមឲ្យរាល់ឆ្នាំមានភាពសុខសាន្តនិងពេញបរិបូរណ៍ដូចថ្ងៃនេះលោកប៉ាអ្នកម៉ាក់ឆ្នាំក្រោយកូនចង់ចុះធ្វើស្រែទៀតឆ្នាំក្រោយពួកយើងនឹងដាំដំណាំឲ្យបានច្រើនជាងនេះចិញ្ចឹមមាន់និងទាឲ្យបានច្រើនទៀតល្អហើយប៉ាសន្យាជាមួយកូនឆ្នាំក្រោយពួកយើងនឹងយកដីនៅភ្នំខាងក្រោយនោះមកអភិវឌ្ឍសម្រាប់ដាំដំណាំឲ្យអស់ហើយនាំកូនទៅដាំដំណាំឲ្យបានកាន់តែច្រើនថែមទៀតប្រញាប់ញ៉ាំទៅញ៉ាំឲ្យឆ្អែតទើបមានកម្លាំងធ្វើស្រែនេះអានមើលឲ្យច្បាស់ណាកូនអក្សរមួយនេះអានថាអានផ្នែកខាងលើមានរាងដូចជាដំបូលផ្ទះចំណែកខាងក្រោមគឺជាអក្សរស្រីមានន័យថាបើនៅក្នុងផ្ទះមានមនុស្សស្រីនោះនឹងមានភាពសុខសាន្តនេះគឺជាអាននៃពាក្យភីងអានដែលតែក៏ជាអាននៅក្នុងឈ្មោះរបស់កូនដែរអាននៃពាក្យថាសុខសាន្តអាននៃឈ្មោះនេះអាននេះស៊ីក្មេងល្អប្រយ័ត្នបន្តិចកាន់ម្ជុលកុំឲ្យចាក់ចម្រាមដៃឲ្យសោះណាចាស់អ្នកម៉ាក់ដឹងហើយនេះស៊ីកំពុងដេកខោអាប់ឲ្យកូនខ្លាតូច
ទីនេះមានព្រៅធ្លាក់ក្រាស់ណាស់ពួកយើងនាំគ្នាធ្វើរូបមនុស្សព្រៅធំមួយទៅល្អទេល្អណាស់ធ្វើរូបមនុស្សព្រៅធំលោកប៉ាអ្នកម៉ាក់មើលចុះរូបមនុស្សព្រៅដែលពួកយើងធ្វើពិតជាស្អាតណាស់មែនហើយស្អាតមែនឲ្យតែមានកូននៅទីនេះអ្វីក៏ស្អាតទាំងអស់ហាហាហាចៅប្រុសចៅស្រីសម្លាញ់របស់តាឆាប់ចេញមកឲ្យតាបានឃើញមុខបន្តិចមើលនឹកលោកតាបំផុតលោកតាលោកប៉ាហាហាហាលោកប៉ាអ្នកម៉ាក់ខាងក្រៅខ្យល់ខ្លាំងណាស់ប្រញាប់ចូលក្នុងផ្ទះឲ្យកក់ក្ដៅទៅអាជឿតាមើលចុះអញហាក់ដូចជាស្គមជាងមុនហើយស្គមបែបនេះពេលចូលឆ្នាំត្រូវញ៉ាំឲ្យបានច្រើនបន្តិចចាស់អ្នកម៉ាក់ដឹងហើយមានអាហឹងចាំមើលថែខ្ញុំរាល់ថ្ងៃបែបនេះខ្ញុំមិនស្គមឡើយប្រហែលជាភ្នែករបស់ប៉ាម៉ាក់មិនសូវច្បាស់ហើយមើលទៅកែវនេះជូនចំពោះលោកទាំងពីរអរគុណដែលកាលពីឆ្នាំនោះបានប្រគល់អាជឿមកឲ្យខ្ញុំមើលថែល្អណាស់កាលនោះអាជឿជាអ្នកជ្រើសរើសឯងដោយខ្លួនឯងកាលនោះខ្ញុំក៏នៅមានការបារម្ភខ្លះដែរតែមើលទៅពេលនេះអាជឿពិតជាមើលមនុស្សមិនខុសមែនកំពុងតែថ្ងៃចូលឆ្នាំផងនិយាយពីរឿងចាស់តាំងពីមុនធ្វើអីទៅមកញ៉ាំបាយហាហាហាមែនហើយសួស្ដីឆ្នាំថ្មីខ្ញុំគ្មានប្រាថ្នាអ្វីផ្សេងទៀតទេគ្រាន់តែសង្ឃឹមថាអ្នកទាំងពីរនិងចៅតូចទាំងពីរនេះរស់នៅជាគ្រួសារប្រកបដោយសុភមង្គលនិងសុខសាន្តជារៀងរហូតឆ្លងកាត់ការតស៊ូនិងឧបសគ្គជាច្រើនមកហើយទាំងការក្បត់និងការឈ្នានីសពេលនេះជីវិតដ៏សាមញ្ញបែបនេះទើបជាអ្វីដែលមានតម្លៃបំផុតនៅក្នុងលោកអុជកម្មជ្រួចទៅវ៉ាលោកប៉ាមើលចុះផ្កាភ្លើងធំហើយស្អាតណាស់អាជឿសួស្ដីឆ្នាំថ្មីសួស្ដីឆ្នាំថ្មីពិតជាល្អណាស់ដែលមានអូននៅក្បែរ